សូមគោរពជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីទៅកាន់មនុស្សទាំងអស់គ្នាពួកយើងមកពីក្រុមទី3ដែលថ្ងៃនេះផងដែរពួកយើងនឹងធ្វើបទបង្ហាញទាក់ទងជាមួយនឹងប្រធានបទគឺការកសាងសាលាបង្រៀនភាសាអង់គ្លេស ELSL School ចាហើយនេះគឺជា table of content របស់ពួកយើងដែលមានទាំងអស់គឺ9ចំណុចធំៗចាអញ្ចឹងនាងខ្ញុំនឹងបកស្រាយនៅចំណុចទី1គឺទាក់ទងជាមួយនឹង executive summary ចំណុច 1.1 គឺ introduction ELSL School គឺជាមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេសថ្មីមួយដែលបានបង្កើតឡើងដើម្បីគាំទ្រទៅដល់សិស្សានុសិស្សដែលគាត់កំពុងតែសិក្សានៅទីក្រុងប៉ោយប៉ែតផ្ទាល់តែម្ដងដែលយើងចង់បង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគាត់សម្រាប់ការសិក្សាការងារនិងទំនាក់ទំនងប្រចាំថ្ងៃហើយសាលារបស់ពួកយើងនឹងផ្ដល់ជូននូវវគ្គសិក្សាភាសាអង់គ្លេសទូទៅភាសាអង់គ្លេសសម្រាប់ការសន្ទនានិងវគ្គសិក្សាត្រៀមប្រឡងដូចជា IELTS និង TOEFL ដែលកម្មវិធីរបស់យើងគឺយើងនឹងប្រើប្រាស់នៅសម្ភារៈបង្រៀនទំនើបគ្រូបង្រៀនដែលគាត់មានសមត្ថភាពចំពោះថ្នាក់រៀនវិញគឺយើងជ្រើសរើសយកថ្នាក់ដែលមានទំហំតូចព្រោះដើម្បីឲ្យការរៀនសូត្ររបស់ពួកគាត់នឹងកាន់តែមានភាពងាយស្រួលនិងមានប្រសិទ្ធភាពមិនត្រឹមតែប៉ុណ្ណោះ ELSL School របស់ពួកយើងគឺយើងផ្ដោតទៅលើការផ្ដល់ការអនុវត្តក្នុងការនិយាយក្នុងជីវិតពិតប្រចាំថ្ងៃទៅដល់សិស្សទាំងអស់គ្នាដើម្បីពួកគាត់បានកសាងទំនុកចិត្តនិងជួយឲ្យពួកគាត់សម្រេចនូវគោលដៅផ្ទាល់ខ្លួនរបស់ពួកគាត់ជាដើមហើយគម្រោងនេះគឺត្រូវបានបង្កើតឡើងបន្ទាប់ពីពួកយើងបានធ្វើការកត់សម្គាល់ឃើញថាសិស្សជាច្រើននៅទីក្រុងប៉ោយប៉ែតគឺគាត់ចង់បានការអប់រំភាសាអង់គ្លេសដែលមានគុណភាពប៉ុន្តែពួកគាត់មិនមានលទ្ធភាពនៅក្នុងការបង់ថ្លៃសាលារៀនក៏ព្រោះថាសាលារៀនគឺសាលាដែលមានគុណភាពខ្ពស់គឺតម្លៃពិតជាថ្លៃខ្លាំងមែនទែនដូចនេះហើយសាលាបង្រៀន ELSL School របស់យើងគឺយើងនឹងផ្ដល់ជូននូវការរៀនសូត្រដែលមានគុណភាពខ្ពស់ហើយក្នុងតម្លៃសមរម្យជូនដល់ពួកគាត់ចាចូលដល់ចំណុចទី 1.2 ទាក់ទងទៅនឹង project sale ចំពោះគម្រោងនេះគឺយើងមានគោលបំណងបង្កើតប្រាក់ចំណូលដែលមានស្ថិរភាពនិងកំណើនរយៈពេលវែងដែលសម្រាប់ឆ្នាំដំបូងគឺចាប់ពីឆ្នាំ2029ដល់2030 ELSL School កំណត់គោលដៅប្រាក់ចំណូលសរុបចំនួន$15,000ទៅ$20,000ដែលយើងទទួលបានពីការចុះឈ្មោះចូលរៀនរបស់សិស្សកញ្ចប់ផ្សព្វផ្សាយនិងវគ្គសិក្សាខ្លីៗហើយដើម្បីសម្រេចបាននូវគោលដៅទាំងនេះសាលានឹងប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារនៅក្នុងការផ្សព្វផ្សាយទៅក្នុង social mediaភាពជាដៃគូជាមួយនឹងសាលារៀននៅក្នុងស្រុកការធ្វើតេស្តចូលរៀនឲ្យឥតថ្លៃនិងការផ្សព្វផ្សាយដល់សាធារណជនជាពិសេសគឺប្រដៅទៅលើសម្រាប់សិស្សថ្មីចាហើយចូលដល់ឆ្នាំទី2គឺយើងនឹងចាប់ផ្ដើមពីឆ្នាំ2030ដល់2031សាលាគឺគាត់នឹងមានគម្រោងបង្កើននៃការចុះឈ្មោះចូលរៀនរបស់សិស្សនឹងចំនួន20%បន្ថែមទៀតតាមរយៈវគ្គសិក្សាភាសាអង់គ្លេសកម្រិតខ្ពស់កម្មវិធីណែនាំក៏ដូចជាទីផ្សារ digital ឲ្យកាន់តែមានភាពល្អប្រសើរឡើងហើយតាមរយៈការពង្រីកនៅចំនួនថ្នាក់រៀនទាំងអស់នេះនឹងផ្ដល់ជូននូវជំរឿនវគ្គសិក្សាបន្ថែមទៀតសាលា ELSL School របស់យើងគឺយើងនឹងរំពឹងថានឹងអាចទទួលបាននូវប្រាក់ចំណូលនិងមានវត្តមាននៅលើទីផ្សារកាន់តែរឹងមាំហើយគោលដៅរយៈពេលវែងហ្នឹងគឺយើងធ្វើដើម្បីរីកចម្រើនជាលំដាប់ជារៀងរាល់ឆ្នាំនិងខ្ល้ายទៅជាមានស្ថិរភាពផ្នែកហិរញ្ញវត្ថុដែលជាគោលដៅរយៈពេលវែងហ្នឹងចាហើយចូលដល់ចំណុច 1.3 គឺ visualization ចំពោះចក្ខុវិស័យរបស់សាលាគឺយើងធ្វើឡើងដើម្បីក្លាយទៅជាមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេសមួយដែលមានទំនុកចិត្តពីសិស្សានុសិស្សទាំងអស់គ្នាក៏ដូចជាមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងប៉ោយប៉ែតចាហើយសាលាគឺចង់កសាងឈ្មោះឲ្យកាន់តែមានភាពរឹងមាំសម្រាប់ការបង្រៀនដែលមានគុណភាពមានសេវាកម្មរួចរាយរាក់ទាក់និងបរិយាកាសសិក្សាប្រកបទៅដោយផាសុកភាពហើយ ELSL School របស់យើងក៏មានគម្រោងពង្រីកវត្តមាននៅក្នុងការរៀនតាមអនឡាញផងដែរដោយយើងនឹងធ្វើការចែករំលែកជាក្លឹបសិក្សាដូចជារឿងរ៉ាវនៃភាពជោគជ័យរបស់សិស្សនិងសមត្ថភាពនិងសកម្មភាពផ្សេងៗទៀតរបស់សាលាទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook YouTube អីជាដើមហើយសកម្មភាពចូលរួមសហគមន៍ដូចជាការប្រកួតប្រជែងនិយាយភាសាអង់គ្លេសក្លឹបសិក្សានិងសិក្ខាសាលានឹងជួយបង្កើតនូវភាពទាក់ទាញទៅដល់អ្នករៀនបន្ថែមទៀតហើយនៅពេលអនាគតសាលា ELSL School របស់យើងគឺនឹងមានគោលបំណងពង្រីកកម្មវិធីសិក្សារបស់ខ្លួននិងបើកថ្នាក់រៀនបន្ថែមទៀតដើម្បីឲ្យក្លាយទៅជាសាលាដែលមានការអប់រំឈានមុខគេមានការទទួលស្គាល់ក៏ដូចជាមានទំនុកចិត្តពីគ្រួសាររបស់សិស្សានុសិស្សជាដើមចាយើងចូលដល់ចំណុចទី2ធំទាក់ទងទៅនឹង company summary 2.1 គឺ business model ELSL School សាលាភាសាអង់គ្លេសសម្រាប់ការសិក្សានេះគឺជាសាលាភាសាអង់គ្លេសមួយដែលយើងធ្វើនៅប៉ោយប៉ែតសម្រាប់សិស្សានុសិស្សនិងយុវវ័យទាំងអស់
ដើម្បីផ្ដល់ការអប់រំប្រកបដោយគុណភាពនិងទំនួលខុសត្រូវសង្គមជាមួយនឹងទំនុកចិត្តជំនាញទំនាក់ទំនងនិងឱកាសជាសកលអញ្ចឹងចូលដល់2.2គឺ Legal Registration ចំពោះច្បាប់ ELSS School គឺជាប្រភេទនៃរចនាសម្ព័ន្ធអាជីវកម្មភាពជាដៃគូអញ្ចឹងជាឧទាហរណ៍ដើម្បីបង្កើតសាលារៀនមួយនៅប្រទេសកម្ពុជាយើងគឺយើងដឹងថាត្រូវតែមានអាជ្ញាប័ណ្ណនិងការចុះបញ្ជីជាច្រើនដែលជាដំបូងគឺយើងត្រូវតែចុះបញ្ជីអាជីវកម្មរបស់យើងជាមួយនឹងក្រសួងពាណិជ្ជកម្ម MOC ដើម្បីអីគឺដើម្បីទទួលបានវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្មទើបមានសិទ្ធិនៅក្នុងការបើកជាសាលារៀនបានហើយបន្ទាប់មកទៀតគឺការទទួលបានអាជ្ញាប័ណ្ណសិក្សាពីក្រសួងអប់រំយុវជននិងកីឡាគឺ MOE គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់និងចាំបាច់សម្រាប់ប្រតិបត្តិការសាលារៀនរបស់យើងហើយលើសពីនេះទៀតអាជ្ញាប័ណ្ណអនុម័តទីផ្សារអាជ្ញាធរមូលដ្ឋានគឺចាំបាច់ដើម្បីទៀងទាត់ភាពសមស្របនៃបរិវេណសាលាសម្រាប់គោលបំណងនៃការអប់រំរបស់ពួកយើងនឹងហើយលើសពីនេះទៀតក៏យើងត្រូវតែមានការចុះបញ្ជីពន្ធដារជាមួយនឹងនាយកដ្ឋានពន្ធដារដើម្បីទទួលបានលេខអាករលើតម្លៃបន្ថែមដែលយើងហៅកាត់ថា VAT ហ្នឹងហើយការចុះបញ្ជីផ្សេងទៀតក៏មានសារសំខាន់ផងដែរហើយជាឧទាហរណ៍ទៅលើពន្ធលើប្រាក់ចំណូលដែលយើងហៅថា TOI ចំនួន 20% គឺត្រូវបានដាក់ទៅលើក្រុមហ៊ុនទាំងអស់ក្នុងសាលារៀនយើងផងដែរហើយទី2ក៏យើងត្រូវមានពន្ធទៅលើប្រាក់បៀវត្សឧទាហរណ៍ថាពន្ធលើប្រាក់បៀវត្សត្រូវបានដាក់ទៅលើប្រាក់ខែរបស់ពលរដ្ឋដែលមានអត្រាចាប់ពី 0% រហូតដល់ 20%ទី3គឺពន្ធទៅលើតម្លៃបន្ថែម VAT ហ្នឹងចំនួន 10% ទៀតចំពោះដើម្បីអនុវត្តចំពោះទំនិញនិងសេវាកម្មដែលភាគច្រើនដែលផ្ដល់ដល់សាលារៀនហើយជាចុងក្រោយសាលាក៏ត្រូវទទួលខុសត្រូវចំពោះពន្ធកាន់កាប់អចលនទ្រព្យនិងអចលនទ្រព្យដែលពួកគាត់បានសាងសង់ផងដែរ2.3 តាក់ទងជាមួយនឹង product description ចំពោះ product description គឺយើងមាន2តាក់ទងជាមួយនឹង main product និង cross sell product ហើយសម្រាប់សេវាកម្មបង្រៀនរបស់ពួកយើងគឺយើងមានតែ main product មួយទេតាក់ទងជាមួយនឹង general English course ហើយចំពោះEnglish language program របស់យើងហ្នឹងគឺសិស្សានុសិស្សគឺគាត់នឹងទទួលបាននូវ key benefit ដូចជាពួកយើងនឹងខិតខំនៅបង្កើតនៅបរិយាកាសសិក្សាដែលមានភាពទាក់ទាញមានផាសុកភាពសម្រាប់សិស្សគ្រប់វ័យទាំងអស់ដើម្បីឲ្យគាត់មានចំណង់ចំណូលចិត្តនៅក្នុងការរៀនសិក្សានៅទីនេះទី2តាក់ទងទៅនឹងការលើកកម្ពស់សហគមន៍ដែលមានការលើកទឹកចិត្តសិស្សឲ្យមានការផ្លាស់ប្ដូរនិងទទួលយកការរៀនភាសាអង់គ្លេសឲ្យកាន់តែមានភាពទូលំទូលាយហើយចំពោះគ្រូបង្រៀនវិញគឺយើងជ្រើសរើសគ្រូបង្រៀនដែលមានបទពិសោធន៍ដែលគាត់អាចប្រើប្រាស់នៅវិធីសាស្ត្របង្រៀនបានល្អស្របជាមួយនឹងបច្ចេកវិទ្យាទំនើបដើម្បីផ្ដល់ជូនដល់កម្មវិធីសិក្សាដ៏ល្អមួយទៅកាន់សិស្សានុសិស្សទាំងអស់គ្នាមួយវិញទៀតក៏យើងមានការអនុវត្តទៅលើយុទ្ធសាស្ត្រនៃការប្រឡង IELTS ក៏ដូចជា TOEFL ជូនទៅដល់សិស្សានុសិស្សផងដែរចំពោះ cross sell product របស់យើងគឺយើងមាន2សំខាន់ទី1គឺតាក់ទងទៅនឹង online resource library app ដែលអាចឲ្យសិស្សានុសិស្សទាំងអស់គឺគាត់រៀន flexible តាម app បានហើយទី2គឺតាក់ទងទៅនឹងការលក់នៅ textbook ហើយនិង workbook ហើយចំពោះ key benefit វិញគឺសិស្សគឺគាត់នឹងអាចទទួលបានជំនាញជាក់លាក់ដែលត្រូវការសម្រាប់ការប្រឡងទី2គឺយើងនឹងផ្ដល់ជូនជំរឿនដើម្បីសម្រួលទៅដល់សិស្សដែលគាត់មានពេលវេលាមមាញឹកគឺគាត់អាចរៀន flexible ទៅតាម app បានហើយទី3គឺជំរឿនសិក្សាក្រៅបណ្ដាញការអនុវត្តការសរសេរជាក់ស្ដែងនៅក្នុងសៀវភៅអញ្ចឹងបើសិនជាពួកគាត់ចង់អនុវត្តនៅក្នុង app library app របស់យើងក៏បានគាត់ចង់យក textbook ឬក៏ workbook សម្រាប់ការសរសេរមេរៀនក៏បានដូចគ្នាចំណុច 2.4 គឺ The Vision of ELSS School ចំពោះចក្ខុវិស័យរបស់ពួកយើងគឺយើងចង់ឃើញសិស្សានុសិស្សនៅកម្ពុជាអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញនិងមានប្រសិទ្ធភាពដែលអាចនាំពួកគាត់ទៅរកអនាគតមួយដ៏ល្អប្រសើរហើយមួយវិញទៀតគោលបំណងរបស់ពួកយើងគឺចង់ឲ្យសិស្សជាបុគ្គលម្នាក់ៗគឺគាត់មានជំនាញជាភាសាអង់គ្លេសទៅតាមតម្រូវការរបស់ពួកគាត់ដើម្បីទទួលបានឱកាសការងារកាន់តែល្អប្រសើរនិងមានទំនាក់ទំនងកាន់តែមានប្រសិទ្ធភាពជាពិសេសគឺទៅលើខាងផ្នែកទីផ្សារសកលនិងធ្វើឲ្យគុណភាពជីវិតរបស់ពួកគាត់កាន់តែល្អប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិតហើយលើពីនេះទៀតគោលដៅរបស់ពួកយើងគឺយើងចង់ក្លាយទៅជាស្ថាប័នអង់គ្លេសឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានគេស្គាល់ថាមានឧត្តមភាពនៅក្នុងការបង្រៀននិងការជួយជ្រោមជ្រែងរបស់គ្រូបង្រៀនដើម្បីឲ្យសិស្សសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេនៅក្នុងថ្នាក់ភាសាអង់គ្លេសចូលដល់ចំណុច 2.5 The Mission of ELSS School ចំពោះបេសកកម្មរបស់ពួកយើងគឺយើងផ្ដល់នៅចំណេះដឹងភាសាអង់គ្លេសដល់សិស្សានុសិស្សទាំងអស់ប្រកបទៅដោយទំនុកចិត្តនិងជំនាញនៅក្នុងការទំនាក់ទំនងប្រកបទៅដោយប្រសិទ្ធភាពជាភាសាអង់គ្លេសជាសាធារណៈហើយលើពីនេះទៀតគឺពួកយើងខិតខំបង្កើតនៅបរិយាកាសសិក្សាដែលមានភាពស៊ីវិល័យទាក់ទាញដល់សិស្សគ្រប់គ្នាឲ្យគាត់មានចំណាប់អារម្មណ៍នៅក្នុងការសិក្សាប្រកបទៅដោយប្រសិទ្ធភាពមិនត្រឹមតែប៉ុណ្ណោះគ្រូបង្រៀនគឺពួកយើងជ្រើសរើសយកគ្រូដែលមានបទពិសោធន៍ដែលពួកគាត់ចេះ
ប្រើប្រាស់នៅវិធីសាស្ត្របង្រៀនបានល្អស្របជាមួយនឹងបច្ចេកវិទ្យាទំនើបដើម្បីផ្ដល់នូវកម្មវិធីសិក្សាដែលសមស្របទៅនឹងតម្រូវការជាក់លាក់របស់សិស្សានុសិស្សនាពេលបច្ចុប្បន្ននេះចឹងចូលដល់ចំណុច 2.6 គឺទាក់ទងទៅនឹង management structure ចឹងដើម្បីឲ្យសាលារបស់យើងទទួលបានភាពជោគជ័យនិងមានប្រសិទ្ធភាពគឺចាំបាច់ណាស់ត្រូវតែមានការរៀបចំនៅរចនាសម្ព័ន្ធគ្រប់គ្រងសាលាឲ្យបានល្អចឹងចំពោះ ELSS School របស់យើងគឺយើងនឹងផ្ដោតសំខាន់ទៅលើសមត្ថភាពរបស់បុគ្គលិកគ្រូបង្រៀននៅក្នុងសាលាយើងអញ្ចឹងសាលាគឺជាកន្លែងដែលសម្រាប់បណ្ដុះបណ្ដាលដូច្នេះហើយគឺទាមទារឲ្យបុគ្គលិកទាំងអស់សមាជិកទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍របស់សាលានិងទូនីតិដែលបានបែងចែកដើម្បីអនុវត្តប្រកបទៅដោយប្រសិទ្ធភាពដែលនៅក្នុងនោះផងដែរសហស្ថាបនិកក៏គឺជាអ្នកដែលគាត់ហ៊ានវិនិច្ឆ័យក៏ដូចជាសម្រាប់ចិត្តទៅលើបញ្ហាផ្សេងៗសម្រាប់មន្ត្រីបុគ្គលិកសមាជិកចូលនិវត្តន៍អីផងដែរហើយនាយកសាលាគឺគាត់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្រេចចិត្តការកោះហៅសមាជិកមកប្រជុំក៏ដូចជាជួបគ្នាតាំងពីវេលាកំណត់ណាមួយដើម្បីមកពិនិត្យនិងដោះស្រាយបញ្ហាប្រឈមទាក់ទងទៅនឹងក្រុមដែលបានជួបប្រទេសជាដើមហើយនៅក្នុង structure របស់សាលារៀនរបស់យើងនេះក៏យើងបានបែងចែកteam organize ហ្នឹងគឺ4ធំទី1ទាក់ទងទៅនឹង co-founder ដែលមានស៊ីឡែនគឺគាត់ជាអ្នក co-founder នៅក្នុងការគ្រប់គ្រងត្រួតពិនិត្យទាំងមូលនៅក្នុងសាលាតែម្ដងទី2គឺហ៊ុយលៀនគឺគាត់ជាអ្នក operating manager នៅក្នុងការគ្រប់គ្រង operation ប្រតិបត្តិការរបស់សាលារៀនហើយស្រីនេះគឺគាត់ជា academic manager គឺគាត់ទាក់ទងទៅនឹងការផ្ដល់ព័ត៌មានការសិក្សាជាដើមចំណុច 2.7 គឺ key success factor អញ្ចឹងភាពជោគជ័យរបស់សាលាបង្រៀន ELSL គឺអាស្រ័យទៅលើកត្តាសំខាន់ជាច្រើនទី1គឺទាក់ទងទៅនឹងការគ្រប់គ្រងធនធានមនុស្ស HRM ការដែលយើងមានការគ្រប់គ្រងធនធានបានល្អគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលធ្វើឲ្យសាលារបស់យើងទទួលបានជោគជ័យដែលនៅក្នុងនោះគឺយើងធ្វើការជ្រើសរើសគ្រូបង្រៀនដែលមានសមត្ថភាពមានបទពិសោធន៍ខ្ពស់និងអាចផ្ដល់ការបង្រៀនមួយដែលមានគុណភាពទៅដល់សិស្សានុសិស្សទាំងអស់ហើយទី2គឺទាក់ទងជាមួយនឹងយុទ្ធសាស្ត្រទីផ្សារដ៏រឹងមាំរបស់យើងគឺយើងនឹងធ្វើការផ្សព្វផ្សាយទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម social media ដូចជា YouTube Facebook TikTok ជាដើមដើម្បីឲ្យមានការចូលរួមពីសហគមន៍និងការគ្រប់គ្រងពីមជ្ឈដ្ឋានជុំវិញដើម្បីជួយទាក់ទាញសិស្សនិងកសាងកេរ្តិ៍ឈ្មោះរបស់សាលាឲ្យកាន់តែមានភាពល្បីល្បាញអ្វីដែលសំខាន់ជាងទៀតគឺទាក់ទងជាមួយនឹងហិរញ្ញវត្ថុគឺការរៀបចំរដ្ឋាភិបាលនិងការគ្រប់គ្រងថ្លៃដើមត្រឹមត្រូវគឺចាំបាច់ណាស់ដើម្បីធានាបាននូវលំហូរសាច់ប្រាក់មួយដែលមានស្ថិរភាពនិងមាននិរន្តរភាពរយៈពេលវែងហើយតម្រូវការជំនាញភាសាអង់គ្លេសដែលកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជាគឺបានបង្កើតឱកាសទីផ្សារដ៏ល្អឥតខ្ចោះមួយសម្រាប់សាលា ELSL ដើម្បីត្រៀមខ្លួននៅក្នុងការពង្រីកឲ្យកាន់តែមានភាពរីកចម្រើនលើកពីនេះទៀតជំនាញបង្រៀនមានការអភិវឌ្ឍល្អនិងមានកម្មវិធីអភិវឌ្ឍនិងបង្កើនប្រសិទ្ធភាពបុគ្គលិកនិងការពេញចិត្តរបស់សិស្សគឺវាពិតជាអាចធ្វើឲ្យសាលាបង្រៀន ELSL School របស់យើងគឺអាចទទួលបានជោគជ័យនៅថ្ងៃអនាគតនេះគឺជាឱកាសមួយដែលពួកយើងបានមើលឃើញពីអនាគតនៅក្នុងការបង្កើតនៅសាលារៀននេះចាអញ្ចឹងចូលដល់ចំណុចទី 2.8 ទាក់ទងជាមួយនឹង location ចំពោះ location សាលារៀនរបស់យើងគឺយើងបង្កើតនៅទីក្រុងប៉ោយប៉ែតនៅខេត្តបន្ទាយមានជ័យផ្ទាល់តែម្ដងមូលហេតុអីដែលពួកយើងបានសម្រេចចិត្តថាបង្កើតសាលានៅបន្ទាយមានជ័យក៏ព្រោះតែពួកយើងគឺមានទីតាំងរួចហើយមានអគាររួចរាល់ហើយដូច្នេះពួកយើងអាចរក្សានៅសន្សំនៅប្រាក់មួយចំនួនផងដែរដោយមិនចាំបាច់ទៅជួលដីឬក៏ជួលអគារទេគឺយើងគ្រាន់តែធ្វើការកែលម្អរចនាបន្ថែមពីលើអគារដែលយើងមានស្រាប់គឺពិតជាល្អហើយមួយទៀតតំបន់ទីក្រុងប៉ោយប៉ែតនោះគឺជាតំបន់ដែលមានសេដ្ឋកិច្ចជាតិនិងមានសេដ្ឋកិច្ចអន្តរជាតិល្អមែនទែនគឺជាទីប្រជុំជនដែលសម្បូរទៅដោយមនុស្សហើយមួយទៀតកន្លែងរបស់យើងដែលយើងជ្រើសរើសហ្នឹងក៏មានសាលារៀនជាច្រើនដែលមានបង្រៀនសិស្សទាំងសិស្សវិទ្យាល័យបឋមសិក្សានិងមធ្យមសិក្សាក៏ដូចជាកម្មវិធីសិក្សាជាតិផងដែរហើយអ្វីដែលសំខាន់ជាងនេះទៀតបន្ទាប់ពីពួកយើងបានធ្វើការស្ទង់មតិលើមនុស្សចំនួន23នាក់ដែលគាត់រស់នៅទីក្រុងប៉ោយប៉ែតផ្ទាល់គឺយើងអាចធ្វើការសន្និដ្ឋានបានថាកត្តាដែលសំខាន់បំផុតសម្រាប់ពួកគេនៅពេលដែលពួកគេជ្រើសរើសសាលារៀនគឺទី1ទាក់ទងជាមួយនឹងគុណភាពនៃការបង្រៀនពីគ្រូដែលយើងឃើញមានភាគរយរហូតដល់ 82.5% មួយទៀតគឺថ្លៃសិក្សាគឺ 8.7% ទីតាំងហើយនឹងផ្សេងៗទៀតគឺអត់មានទេ 0% ហើយជាលទ្ធផលយើងអាចបង្ហាញថាគុណភាពនៃការបង្រៀនពីគ្រូគឺជាជំរើសដ៏ល្អបំផុតសម្រាប់មនុស្សដែលពួកគាត់រស់នៅទីក្រុងប៉ោយប៉ែតផ្ទាល់តែម្ដងហើយលើកពីនេះទៀតមតិរបស់ពួកគាត់ទៅលើឱកាសសិក្សាភាសាអង់គ្លេសបច្ចុប្បន្នដែលមាននៅទីក្រុងប៉ោយប៉ែតហ្នឹងគឺបានបង្ហាញថាសិស្សភាគច្រើនគឺគាត់មានភាសាអង់គ្លេសដែលល្អខ្ពស់ខ្ចោះហ្នឹងគឺ 8.7% កម្រិតល្អមាន 42.8% ហើយខ្សោយមាន 13% មធ្យមមាន 13% និងប្រកបថាចែកមានចែកមាន 17% ហើយនេះគឺជាលទ្ធផលមួយចំនួនដែលឆ្លើយតបនឹងបង្ហាញអំពីតម្រូវការសម្រាប់ការរៀនភាសាអង់គ្លេសនៅទីក្រុងប៉ោយប៉ែតនឹងដែលជាឱកាសមួយដែលពួកយើងបានសម្រេចចិត្តដាក់ទីតាំងនៅទីក្រុងប៉ោយប៉ែតដើម្បីពង្រឹងនៅភាសាអង់គ្លេសជូនដល់សិស្សានុសិស្សនៅទីនោះឲ្យកាន់តែមានភាពល្អប្រសើរពីមួយកម្រិតទៅមួយកម្រិត
ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចឹងចូលដល់ចំណុចទី3តើតើនឹង SWOT analyze នៅក្នុងចំណុចហ្នឹងដែរខ្ញុំបែងចែកជា4ចំណុចមាន strength weakness opportunity និង threat ក្នុងចំណុច3.1តើតើនឹង strength ចឹងចំណុចខ្លាំងដំបូងរបស់ពួកយើងគឺតើតើជាមួយនឹងតម្រូវការភាសាអង់គ្លេសដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាផ្ទាល់សិស្សជាច្រើនគឺគាត់ចង់បានភាសាអង់គ្លេសសម្រាប់តំណែងការអប់រំនិងការងារសម្រាប់សាលា ELSL របស់ពួកយើងហ្នឹងក៏មានគ្រូបង្រៀនដែលមានសមត្ថភាពនិងបទពិសោធន៍ដែលអាចប្រើប្រាស់វិធីសាស្ត្រក្នុងការបង្រៀនហ្នឹងបានយ៉ាងមានប្រសិទ្ធភាពលើសពីហ្នឹងផងដែរកម្មវិធីរបស់ពួកយើងហ្នឹងគឺអនុវត្តតាមស្តង់ដារអន្តរជាតិដូច្នេះសិស្សគាត់នឹងទទួលបានការអប់រំបានយ៉ាងល្អទៅចំណុច3.2តើតើជាមួយ weakness ចំណុចខ្សោយរបស់ពួកយើងគឺទោះបីជាយ៉ាងណាក៏ដោយសាលា ELSL របស់ពួកយើងហ្នឹងក៏មានចំណុចខ្សោយមួយចំនួនផងដែរដែលយើងនឹងប្រឈមមុខនឹងទៅនឹងការប្រកួតប្រជែងខ្លាំងពីមជ្ឈមណ្ឌលភាសាធំៗនិងវេទិកាសិក្សាតាមអ៊ីនធឺណិតហើយសិស្សជាច្រើនហ្នឹងក៏មានភាពលំបាកចំពោះតម្លៃដូច្នេះហើយយើងត្រូវតែកំណត់ថ្លៃសិក្សារបស់ពួកយើងដោយប្រុងប្រយ័ត្នហើយជាងនេះទៅទៀតក្នុងនាមជាសាលាថ្មីការវិនិយោគដំបូងរបស់ពួកយើងហ្នឹងគឺមានដែនកំណត់ហើយយើងត្រូវការនៅតែត្រូវការភាពជាអ្នកដឹកភាពជាដៃគូជាមួយនឹងស្ថាប័នភាសាអង់គ្លេសចូលដល់ចំណុចបន្ទាប់ទាក់ទងជាមួយនឹង opportunity មានឱកាសជាច្រើនសម្រាប់សាលា ELSL របស់ពួកយើងនឹងគឺដំបូងមានទាក់ទងជាមួយនឹងតម្រូវការខ្ពស់សម្រាប់វគ្គសិក្សាត្រៀមប្រឡងដូចជា IELTS និង TOEFL ទី2គឺយើងអាចតាក់ទាញសិស្សឲ្យកាន់តែច្រើនដល់ចូលនៅថ្នាក់មានថ្នាក់ពេលល្ងាចនិងថ្នាក់ចុងសប្តាហ៍អញ្ចឹងងាយស្រួលដល់អ្នករៀនដែលគាត់មានពេលវេលាមមាញឹកឬគាត់រវល់អញ្ចឹងគាត់អាចរៀននៅចុងសប្តាហ៍បានហើយក៏យើងមានការផ្ដល់ជូននៅវគ្គសិក្សាភាសាអង់គ្លេសពិសេសដូចជាថ្នាក់សន្ទនាផងដែរចំណុច3.4តើតើនឹង trade សាលា ELSL នឹងក៏ប្រឈមមុខទៅនឹងការគម្រាមកំហែងមួយចំនួនផងដែរដែលមនុស្សជាច្រើននៅតែមានការយល់ដឹងទាបចំពោះសារៈសំខាន់នៃការអប់រំភាសាអង់គ្លេសដែលមានគុណភាពជាពិសេសនៅក្នុងតំបន់មួយចំនួនហើយលើកពីនឹងទៅទៀតភាពមិនប្រកបប្រជាផ្នែកសេដ្ឋកិច្ចនិងនយោបាយនោះក៏ជានៅក្នុងប្រទេសកម្ពុជាយើងនឹងក៏អាចជាបញ្ហាមួយដែលអាចប៉ះពាល់ដល់ការចុះឈ្មោះចូលរៀនរបស់សិស្សនិងលទ្ធភាពក្នុងការចុះឈ្មោះចូលរៀនផងដែរអញ្ចឹងវាជាកត្តាទាំងនេះហើយដែលធ្វើឲ្យសាលាតូចដែលទៅចាប់ផ្ដើមហ្នឹងក៏ពិបាកក្នុងការរក្សានៅប្រាក់ចំណូលដែលមានស្ថិរភាពចូលដល់ចំណុចបន្ទាប់តកតងជាមួយចូលដល់ចំណុចទី4តកតងជាមួយនឹង strategy development ការអនុវត្តយុទ្ធសាស្ត្រ4.1តកតងជាមួយនឹង target market គោលដៅទីផ្សាររបស់ពួកយើងហ្នឹងគឺមានរួមមានសិស្សបឋមសិក្សាវិទ្យាល័យនិងសាកលវិទ្យាល័យដែលនៅទីក្រុងប៉ោយប៉ែតនិងតំបន់ក្បែរៗនោះដែលយើងផ្ដោតទៅលើគ្រួសារដែលមានលទ្ធភាពបង់ថ្លៃសិក្សានឹងចាប់ពី$150ដល់ទៅ$200ឬច្រើនជាងនឹងហើយគោលដៅរបស់ពួកយើងនោះគឺផ្ដល់ការអប់រំភាសាអង់គ្លេសដែលមានកម្រិតខ្ពស់ដែលបំពេញតម្រូវការសិក្សានិងអាជីពរបស់សិស្សសម្រាប់សិស្សបឋមសិក្សាគឺចាប់ពី7ឆ្នាំដល់12ឆ្នាំដែលយើងផ្ដោតទៅលើការកសាងមូលដ្ឋានគ្រឹះភាសាអង់គ្លេសដែលរឹងមាំសម្រាប់ពួកគេយើងក៏ប្រើប្រាស់នៃបទចម្រៀងឬនិទានក៏ដូចជាសកម្មភាពក្រុមផ្សេងៗទៀតដើម្បីឲ្យការរៀនសូត្ររបស់ពួកគេហ្នឹងប្រកបដោយភាពរីករាយហើយបរិយាកាសបន្ថែមពីហ្នឹងក៏មានបរិយាកាសដែលមានផាសុកភាពមានសុវត្ថិភាពនិងភាពរួសរាយរាក់ទាក់របស់ពួកយើងហ្នឹងក៏អាចជួយកុមារឲ្យទទួលបាននូវទំនុកចិត្តនិងរីករាយក្នុងការសិក្សានៅភាសាអង់គ្លេសនៅសាលារបស់ពួកយើងដែរអញ្ចឹងសម្រាប់សិស្សវិទ្យាល័យគឺចាប់ពីអាយុ15ឆ្នាំទៅដល់18ឆ្នាំដែលយើងផ្ដោតទៅលើការរៀបចំការប្រឡងភាសាអង់គ្លេសដោយដែលអាចផ្ដល់ឲ្យសិស្សគាត់អាចរៀបចំខ្លួនសម្រាប់សាកលវិទ្យាល័យអាហារូបករណ៍ឬក៏អាជីពរបស់ពួកគាត់នាពេលអនាគតយើងនឹងបង្រៀនពួកគាត់តាមរយៈការជជែកដេញដោលបទបង្ហាញការសរសេរការអានដើម្បីបង្កើននូវជំនាញភាសាអង់គ្លេសរបស់ពួកគាត់បន្ថែមពីនេះសម្រាប់និស្សិតសាកលវិទ្យាល័យដែលត្រូវការភាសាអង់គ្លេសសម្រាប់ការងារកម្មសិក្សាពីយ៉ាងគាត់ត្រូវការសម្រាប់ការងារកម្មសិក្សាឬឱកាសអន្តរជាតិណាមួយដោយយើងនឹងរៀបចំការពិភាក្សាដែលអាចបត់បែនបានសម្រាប់ពួកគាត់ដូចជាមានម៉ោងពេលល្ងាចឬក៏ម៉ោងចុងសប្តាហ៍ហើយសាលា ELSL របស់ពួកយើងនឹងក៏ផ្ដល់ជូននៅភាសាអង់គ្លេសប្រកបដោយវិជ្ជាជីវៈជំនាញទំនាក់ទំនងនឹងជួយឲ្យពួកគាត់នឹងកាន់តែមានភាពប្រកួតប្រជែងអញ្ចឹងចូលដល់ចំណុចមួយទៀតនៅក្នុងចំណុច 4.2 ហ្នឹងតើតើជាមួយនឹង target competitor ដៃគូប្រកួតប្រជែងរបស់ពួកយើងគឺដៃគូសំខាន់ៗរបស់ពួកយើងហ្នឹងរួមមានមជ្ឈមណ្ឌលភាសា AI ដែលជាសាលាដ៏រឹងមាំហើយ
បន្ថែមពីនោះក៏មានសាលា Elegant International School ហើយទី3នោះគឺតកតងសាលាសវណ្ណភូមិដែលមានសាខានៅប៉ោយប៉ែតផ្ទាល់ផងដែរដោយយើងបានរៀបចំតារាងនេះដើម្បីប្រៀបធៀបដៃគូប្រកួតប្រជែងសំខាន់ៗរបស់យើងដោយផ្អែកទៅលើផលិតផលតម្លៃចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេដែលយើងជួយឲ្យយើងយល់ពីរបៀបដែលសាលា ELSL ហ្នឹងក៏គ្នាបែបណានៅក្នុងទីផ្សារទី1នោះគឺសាលាមជ្ឈមណ្ឌលភាសា AI ដែលផ្ដល់ជូននូវវគ្គសិក្សាភាសាទូទៅនិងវគ្គសិក្សាត្រៀមប្រឡងដូចជា IELTS និង TOEFL ហើយតម្លៃពួកគេហ្នឹងគឺស្ថិតនៅក្នុងជួរមធ្យមទៅខ្ពស់ដែលសាលាមួយហ្នឹងគឺជាសាលាដែលរឹងមាំហើយមានសាខាច្រើនហើយកម្មវិធីក៏ច្រើនប្រភេទមកទោះបីជាយ៉ាងណាក៏ដោយតម្លៃខ្ពស់ដែលអាចធ្វើឲ្យសិស្សមួយចំនួនហ្នឹងគាត់អត់អាចមានលទ្ធភាពក្នុងការចូលរៀនបានសាលាទី2តើតើនៅសាលា Elegant International School ដែលសាលាមួយហ្នឹងគឺការអប់រំអន្តរជាតិហើយថ្លៃសិក្សារបស់ពួកគេហ្នឹងគឺខ្ពស់ដោយផ្ដោតទៅលើគ្រួសារដែលចង់បានការសិក្សាស្តង់ដារអន្តរជាតិអញ្ចឹងចំណុចខ្លាំងរបស់ពួកគេហ្នឹងគឺមានគ្រឿងបរិក្ខារល្អហើយចំណុចខ្សោយរបស់ពួកគេហ្នឹងគឺពួកគេមិនផ្ដោតទៅលើការបណ្ដុះបណ្ដាលភាសាអង់គ្លេសទេគឺហើយតម្លៃរបស់ពួកគេហ្នឹងគឺថ្លៃពេកសម្រាប់គ្រួសារមួយចំនួនសាលាទី3ហ្នឹងគឺសាលាសវណ្ណភូមិតែនៅក្នុងប៉ោយប៉ែតនឹងផ្ទាល់គឺផ្ដល់ជូននៅថ្នាក់ភាសាអង់គ្លេសក្នុងតម្លៃទាបជាងនិងមានតម្លៃសមរម្យជាងប៉ុន្តែចំណុចខ្លាំងរបស់ពួកគេហ្នឹងគឺងាយស្រួលក្នុងការចូលប្រើប្រាស់នឹងហើយក៏ជាសាលាមួយដែលរឹងមាំដែលទាក់ទាញសិស្សជាច្រើនចូលរៀនទោះបីជាយ៉ាងណាក៏ដោយភាសាអង់គ្លេសរបស់ពួកគេនៅកម្មវិធីសិក្សាច្រើនហើយមានលក្ខណៈជាមួយនឹងកម្មវិធីសិក្សាកម្រិតខ្ពស់ដែលតិចជារួមមកការប្រៀបធៀបនេះបង្ហាញថាសាលា ELSL ហ្នឹងអាចថាជាសាលានៅចំកណ្ដាលដែលសិស្សអាចមានលទ្ធភាពគ្រួសារមធ្យមក៏អាចមានលទ្ធភាពក្នុងការចុះឈ្មោះឲ្យកូនរបស់ពួកគេចូលរៀនចូលដល់ចំណុច 4.3 តើតើជាមួយនឹង marketing goal និង end objective នៅក្នុងសម្រាប់ឆ្នាំ2029ដល់ឆ្នាំ2030គោលដៅរបស់ពួកយើងគឺដើម្បីសម្រេចបាន$15,000 ទៅ$20,000ក្នុងការលក់ហើយទទួលបានចំណែកទីផ្សារ10% និងបង្កើនការយល់ដឹងអំពីសាលារបស់ពួកយើង30% ដើម្បីសម្រេចបាននូវគោលដៅទាំងនេះយើងនឹងប្រើប្រាស់ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គមភាពជាដៃគូជាមួយនឹងសាលាក្នុងស្រុកការធ្វើតេស្តនៅក្នុងថ្នាក់ដោយឥតគិតថ្លៃនិងដាក់ការបង្ហាញដើម្បីទាក់ទាញសិស្សថ្មីចឹងនៅក្នុងឆ្នាំទី1ដែរសម្រាប់ឆ្នាំ2029ដល់ឆ្នាំ2030ពួកយើងក៏មានសកម្មភាពមួយចំនួនផងដែរដែលបង្ហាញពីដែលផ្ដោតទៅលើការចាប់ផ្ដើមនៅសាលាក្នុងការកសាងការយល់ដឹងនិងការទាក់ទាញសិស្សថ្មីផងដែរទី1នោះគឺទាក់ទងជាមួយនឹង Sales and Marketing Department ដែលសកម្មភាពសំខាន់របស់ពួកយើងនោះរួមមានការជ្រើសរើសបុគ្គលិកលក់និងទីផ្សារការផ្សព្វផ្សាយការធ្វើតេស្តដោយឥតគិតថ្លៃការដាក់ថ្នាក់បង្ហាញនិងទៅជួបអតិថិជនដែលមានសក្តានុពលហើយក្នុងនោះផងដែរយើងក៏បានបង្ហាញក្រុមសារយើងក៏បង្កើតក្រុមសាររៀនភាសាអង់គ្លេសសម្រាប់TikTok និង YouTube និងដំណើរការផ្សាយពាណិជ្ជកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមលើ Facebook YouTube និង TikTok ផងដែរលើពីនេះយើងក៏ធ្វើការចូលរួមនៅក្នុងសហគមន៍និងភាពជាដៃគូជាមួយនឹងសាលាក្នុងស្រុកដើម្បីបង្កើនការផ្សព្វផ្សាយពីសាលារបស់ពួកយើងទី2នោះតកតងជាមួយនឹងតកតងនឹងផ្នែករដ្ឋបាលនិងគណនេយ្យយើងក៏ផ្ដោតទៅលើការប្រកាសពន្ធប្រចាំខែការរៀបចំរបាយការណ៍ប្រាក់ចំណេញនិងការកាត់បង់ប្រចាំខែការគ្រប់គ្រងប្រាក់ពីពន្ធនិងការរៀបចំឯកសារទុនធានមនុស្សហើយយើងក៏បន្ថែមនឹងថែរក្សានៅសម្ភារៈបង្រៀនសម្ភារៈនៅសាលាដើម្បីធានាបាននូវប្រតិបត្តិការប្រចាំថ្ងៃដ៏រលូនទី3នោះគឺតកតងជាមួយនឹង Academic Department យើងទទួលខុសត្រូវក្នុងការធ្វើបច្ចុប្បន្នភាពសម្រាប់កម្មវិធីសិក្សាការបណ្ដុះបណ្ដាលគ្រូបង្រៀនអំពីវិធីសាស្ត្របង្រៀននិងបច្ចេកវិទ្យាក្នុងការធ្វើតេស្តសម្រាប់ដាក់ថ្នាក់សម្រាប់សិស្សថ្មីដើម្បីធានាបាននៅថ្នាក់ឲ្យត្រូវទៅតាមកម្រិតរបស់ពួកគេជាចុងក្រោយគឺតកតងជាមួយនឹង Operation Department ក្នុងនឹងដែរសកម្មភាពរបស់ពួកយើងគឺរៀបចំថ្នាក់រៀនការរក្សាអនាម័យការគ្រប់គ្រងឧបករណ៍ដើម្បីបង្កើតបរិយាកាសសិក្សានឹងប្រកបដោយផាសុកភាពជារួមគឺឆ្នាំទី1ហ្នឹងគឺយើងផ្ដោតទៅលើការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សាលារបស់ពួកយើងក្នុងឆ្នាំរបស់ពួកយើងឆ្នាំសកម្មភាពឆ្នាំទី2
នៅក្នុងឆ្នាំ2030-2031តែពួកយើងផ្ដោតទៅលើការរីកចម្រើនការកែលម្អនិងការពង្រីកបន្ថែមអញ្ចឹងទី1នៅក្នុង Sales and Marketing Department គឺយើងនឹងបើកដំណើរការនៃកម្មវិធីបញ្ជូនសិស្សផ្សព្វផ្សាយវគ្គសិក្សាដោយយើងនឹងបើកដំណើរការកម្មវិធីផ្សេងៗនឹងការផ្សព្វផ្សាយវគ្គសិក្សាភាសាអង់គ្លេសនិងទំនាក់ទំនងកម្រិតខ្ពស់ថ្មីៗដើម្បីបន្តផ្សព្វផ្សាយនិងធ្វើតេស្តនៃការចូលរៀនបន្ថែមពីនេះយើងក៏ពង្រឹងភាពជាដៃគូជាមួយនឹងសហគមន៍ការបង្កើតវត្តមាន Digital ក៏ដូចជារៀបចំការប្រកួតនិយាយភាសាអង់គ្លេសដើម្បីទាក់ទាញសិស្សបន្ថែមទៀតផងដែរនៅក្នុងផ្នែករដ្ឋបាលនិងគណនេយ្យគឺយើងផ្ដោតសំខាន់ទៅលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែការបង្កើនថវិកាទីផ្សារនិងការបំពេញឯកសារសម្រាប់ការអនុម័តសិក្សាថ្មីផងដែរទី3តកតងជាមួយនឹង Academic Department គឺយើងនឹងបង្កើនកម្មវិធីសិក្សាភាសាអង់គ្លេសនិងទំនាក់ទំនងកម្រិតខ្ពស់ដោយបន្តការបណ្ដុះបណ្ដាលគ្រូនិងការធ្វើការពិនិត្យឡើងវិញនៅកម្មវិធីសិក្សាពាក់កណ្ដាលឆ្នាំដើម្បីរក្សានូវគុណភាពបង្រៀនទី4គឺតកតងជាមួយនឹង Operation Department គឺយើងកែលម្អសម្ភារៈនៅក្នុងថ្នាក់ការគ្រប់គ្រងមតិប្រព័ន្ធមតិកែលម្អរបស់សិស្សនិងបង្កើននូវសម្ភារៈសិក្សាដើម្បីបង្កើនការពេញចិត្តរបស់សិស្សផងដែរជារួមមកគឺនៅក្នុងឆ្នាំទី2ហ្នឹងគឺយើងគោលដៅរបស់សាលា ELSL ហ្នឹងគឺការបង្កើននិងការចុះឈ្មោះចូលរៀនបង្កើនគុណភាពនិងការធ្វើឲ្យសាលាភាសាអង់គ្លេសមួយនេះឈានមុខគេនៅក្នុងទីក្រុងប៉ោយប៉ែតអញ្ចឹងចំណុចរបស់ខ្ញុំបានបញ្ចប់ហើយសូមប្រកបទៅនេះទៅឲ្យមិត្តភក្តិខ្ញុំបន្តទៀតអូខេចា៎នឹងទាំងអស់គ្នាយើងចូលដល់ slide បន្ទាប់ទៀតគឺយើងនិយាយអំពីយុទ្ធសាស្ត្រទីផ្សារដែលតទៅជាមួយនឹង 4P អញ្ចឹងនៅចំណុចទី1ហ្នឹងយើងនឹងនិយាយអំពី product គឺ product strategy របស់ពួកយើងមិនមែនគ្រាន់តែជាថ្នាក់រៀនមួយធម្មតាយើងនឹងធ្វើវាយ៉ាងណាឲ្យទៅជាភាពស្ទាត់ជំនាញហើយយើងក៏ផ្ដល់ជូននៅកម្មវិធី3 Snow ផងដែរតទៅជាមួយនឹង main product របស់ពួកយើងគឺតទៅជាមួយនឹងថ្នាក់ភាសាអង់គ្លេសទូទៅហើយជាមួយនឹងការរៀបចំការប្រឡងផងដែរអញ្ចឹងសម្រាប់ថ្នាក់រៀនទូទៅគឺយើងផ្ដល់ជា technique មួយដ៏ល្អហើយក៏មានការបង្រៀនផ្សេងៗផងដែរចាប់តាំងពីកម្រិតដំបូងរហូតដល់ level ខ្ពស់ហើយនៅក្នុងនោះដែរយើងក៏បាន clear តទៅជាមួយនឹង skill reading writing speaking ហើយនិង listening ផងដែរហើយសម្រាប់តទៅជាមួយនឹងការរៀបចំការប្រឡងគឺយើង focus ទៅលើការប្រឡង IELTS TOEFL ហើយនឹងធ្វើយ៉ាងណាឲ្យសិស្សគាត់មានគោលដៅតទៅជាមួយនឹងការប្រឡងហ្នឹងក៏ទទួលបានទុកពោតាមគោលដៅដែលគាត់ចង់បានហើយយើងនឹងប្រាប់ technique តទៅជាមួយនឹងការប្រឡងផងដែរអញ្ចឹងតទៅជាមួយនឹង concept product របស់ពួកយើងគឺយើងមាន2តទៅជាមួយនឹងបណ្ណាល័យ online ហើយនឹងតទៅជាមួយនឹងការលក់ទៅលើសៀវភៅដូចជា textbook ហើយនិង workbook អញ្ចឹងតទៅជាមួយនឹងបណ្ណាល័យ online មក app ផ្សេងៗដែល support ហ្នឹងគឺយើងបង្កើតឡើងដើម្បីឲ្យសិស្សទទួលបានថាពួកគេបានរៀនបន្ថែមបន្ទាប់ពីសាលារៀនហើយពួកគេអាចរំលឹកមេរៀនគ្រប់កន្លែងដែលពួកគេចង់រំលឹកហើយបន្ថែមពីនេះទៀតគឺយើងតទៅជាមួយនឹងពេលដែលពួកគេមានចម្ងល់តទៅជាមួយនឹងgrammar ឬមួយក៏ question ផ្សេងៗអញ្ចឹងតទៅជាមួយនឹងការលក់សៀវភៅគឺយើងធ្វើឲ្យសិស្សគាត់មានទទួលអារម្មណ៍ថាគាត់គឺជាម្ចាស់សៀវភៅគាត់អាចបកកទៅលើការរៀនគាត់អាច note នៅក្នុងសៀវភៅនឹងផងដែរហើយតទៅជាមួយនឹង after service product របស់ពួកយើងគឺយើងមានមួយតទៅជាមួយនឹង membership កន្លែងហ្នឹងគឺយើងនឹងផ្ដល់ជា scholarship ផ្សេងៗសម្រាប់សិស្សដែលពួកបានបន្ទូលល្អហើយក៏មានការ discount ផ្សេងៗសម្រាប់សិស្សដែលគាត់បានណែនាំទៅដល់សិស្សផ្សេងទៀតក្នុងការចូលរៀនផងដែរអញ្ចឹងគឺវាបង្កើតទំនាក់ទំនងរវាងសាលាហើយនិងសិស្សអញ្ចឹងចូលដល់សាកលទៀតគឺយើងនិយាយពី after service support ដើម្បីរក្សាសិស្សយើងបានចូលរួមបានយូរអង្វែងបន្តចាប់តាំងពីវគ្គដំបូងរហូតដល់ទៅគឺយើងមានយុទ្ធសាស្ត្រ CRM ដែលក្នុងនោះដែរគឺយើងមានគោលការណ៍3ទី1គឺការចូលរួមជាបន្តបន្ទាប់បង្កើតទំនាក់ទំនងផ្ទាល់ខ្លួននិងការបន្តឲ្យមានការផ្ដល់ជាតម្លៃផ្សេងៗហើយផ្នែកសំខាន់មួយនៅក្នុងរឿងហ្នឹងគឺការត្រួតពិនិត្យបញ្ចប់ការសិក្សាដោយស្វ័យប្រវត្តិរបស់យើងដែលយើងតេតងជាមួយនឹង3ខែ6ខែហើយនិង12ខែគឺយើងតាមដានវគ្គសិក្សាហ្នឹងរហូតដល់បញ្ចប់ដើម្បីមើលពីរបៀបដែលពួកគេកំពុងការសិក្សាភាសាអង់គ្លេសការប្រើប្រាស់ភាសាអង់គ្លេសនិងមានការផ្ដល់ជូននៅការបញ្ចុះតម្លៃផ្សេងៗផងដែរហើយមួយទៀតគឺយើងនឹងនិយាយអំពីការរំពឹងទុករបស់អតិថិជនរបស់យើងគឺយើងបានស្ដាប់ពីសាគោលដៅរបស់យើងនៅខាងប៉ោយប៉ែតពីច្រើនគឺជាមនុស្សដែលវ័យក្មេងមានជំនាញហើយនឹងតេតងជាមួយនឹងគ្រួសារនៅក្នុងបណ្ដាអញ្ចឹងការរំពឹងទុករបស់ពួកគេគឺច្បាស់ណាស់ថាយើងនឹងបំពេញតាមតម្រូវការរបស់ពួកគេតាមរយៈអត្ថប្រយោជន៍ចំនួន4ដែលយើងមានផ្ដល់ឲ្យទី1គឺផ្ដល់តាមលទ្ធភាពពិតប្រាកដមិនមែនគ្រាន់តែជាការចូលរួមធម្មតាទេហើយមួយទៀតគឺយើងរក្សាតម្លៃដែលអាចធ្វើទៅបានហើយផ្ដល់ជូននៅការវិភាគដែលស័ក្តិសមជាមួយនឹងជីវិតប្រចាំថ្ងៃដែលមានការបត់បែនការរវល់របស់ពួកគេហើយមួយទៀតគឺតទៅជាមួយនឹងការផ្ដល់នៅការតាមដានផ្ទាល់ឬមួយក៏យើងមានការតាមដាន checking up ជាមួយនឹងសិស្សហើយនឹងអ្នកព្យាបាលផងដែរចូលដល់ slide បន្ទាប់ទៀតគឺយើងនឹងនិយាយពី
និយាយពីយុទ្ធសាស្ត្រក្នុងការកំណត់គោលដៅអញ្ចឹងយុទ្ធសាស្ត្ររបស់សាលារបស់យើងគឺបង្កើតការយកឃើញមួយថាស្ថាប័នដែលយើងមានស្ថាប័នរបស់យើងនឹងមានតម្លៃខ្ពស់និងផ្ដោតទៅលើលទ្ធផលដែលមានតែយើងធ្វើយ៉ាងណាឲ្យគេមកឃើញថាសាលាយើងគឺមានតម្លៃសមរម្យដើម្បីចាក់ចូលទីផ្សារនៅខេត្តបន្ទាយមានជ័យហើយសាលារបស់ពួកយើងក៏ផ្អែកទៅលើចំនួនចំណុចមួយចំនួនដើម្បីឲ្យគេមកឃើញថាជាចំណុចខ្លះរបស់ពួកយើងផងដែរទី1តើតើជាមួយនឹងគ្រូដែលមានជំនាញទី2តើតើជាមួយនឹងគុណភាពពិសេសក្នុងការធ្វើឲ្យតម្លៃសមរម្យហើយមួយទៀតគឺផ្ដោតទៅលើអនាគតរបស់សិស្សហើយមួយទៀតគឺជាការសិក្សានៅដែលវាសំសម្រាប់សិស្សមានការ flexible ផងដែរហើយយើងក៏មានសារមួយដែរសម្រាប់តើតើជាមួយនឹងសារដែលយើងចង់ផ្ញើទៅសម្រាប់ពេលផ្សព្វផ្សាយហ្នឹងគឺយើងចង់និយាយថាសិស្សទាំងអស់កំពុងតែស្វែងរកឱកាសដើម្បីឈានទៅមុខមែនទេអញ្ចឹងសម្រាប់សិស្សនិងអ្នកជំនាញវេក្មេងដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យសាលា ELSM គឺជាកន្លែងដ៏ល្អបំផុតដើម្បីធានាភាពជោគជ័យរបស់អ្នកទាំងអស់គ្នាយើងនឹងផ្ដល់ជូននៅជំនាញភាសាអង់គ្លេសដែលមានគុណភាពខ្ពស់និងយើងអាចយកមកប្រើប្រាស់ជាក់ស្ដែងចាប់ពីការប្រឡងរហូតទៅដល់ការសិក្សាជំនាញនៅក្នុងជំនាញវិជ្ជាជីវៈណាមួយជាមួយនឹងគ្រូជំនាញនិងផ្ដល់ថ្នាក់រៀនបាត់បែនបានទាំងអស់នេះគឺជាតម្លៃដែលស័ក្តិសមសម្រាប់លោកអ្នកផងដែរអញ្ចឹងតើតើជាមួយនឹង proposal map តែកន្លែងនេះយើងធ្វើឡើងដើម្បីយើងសិក្សាពីដែលគោលវិជ្ជារបស់ពួកយើងហើយនៅសាលាមួយចំនួនផងដែរអញ្ចឹងយើងអាចមើលឃើញថានៅក្នុងខ្សែ low quality និង high quality ហ្នឹងគឺមានសាលាសមត្ថភូមិហើយតើតើជាមួយនឹង high quality high price ហ្នឹងគឺយើងមើលតើតើជាមួយនឹងសាលា AII Language Center ហើយសម្រាប់សាលារបស់យើងគឺវានៅក្នុង map ហ្នឹងគឺវាល្អគឺដោយសារតែយើងតើតើជាមួយនឹង low price ហើយនឹង high quality អញ្ចឹងតម្លៃយើងសមរម្យតែគុណភាពយើងល្អចឹងចូលដល់ slide តទៅទៀតគឺយើងនិយាយពី customer relationship management ឬឲ្យហៅបានថា CRM អញ្ចឹងយុទ្ធសាស្ត្ររបស់យើងហ្នឹងគឺយើងផ្ដោតទៅលើយុទ្ធសាស្ត្រសាមញ្ញ3គឺទទួលបានរក្សាហើយនឹងការចម្រើនអញ្ចឹងដើម្បីទទួលបានសិស្សយើងបានប្រើប្រាស់ការធ្វើតេស្តដោយដាក់ថ្នាក់អត់គិតថ្លៃថ្នាក់បង្ហាញនិងការផ្សព្វផ្សាយនៅក្នុងស្រុកដើម្បីបញ្ជាក់ពីគុណភាពរបស់ពួកយើងហើយដើម្បីរក្សាពួកគេបានគឺយើងសាងទំនុកចិត្តតាមរយៈមតិកែលម្អជាប្រចាំគ្រឿងបរិក្ខារទំនើបៗនិងធានាបានបន្ថែមដូចជាបណ្ណាល័យអនឡាញរបស់ពួកយើងផងដែរជាចុងក្រោយយើងពលិសមាគមរបស់ពួកយើងផ្ដល់ជំនួយរង្វាន់ដល់ការណែនាំនិងការប្រើប្រាស់ការត្រួតពិនិត្យដោយសារប្រវត្តិដើម្បីផ្ដល់ជូននូវការបញ្ចុះតម្លៃលើវគ្គសិក្សានៅពេលអនាគតដោយធានាបានសិស្សនៅជាមួយយើងរយៈពេលយូរអញ្ចឹងយើងចូលដល់បន្តទៀតគឺយើងនិយាយពីការចំណាយប៉ាន់ស្មានតទៅជាមួយនឹងការលក់ហើយនឹងប្រាក់ចំណេញអញ្ចឹងយើងអាចមើលទទួលបាននៅក្នុងតារាងហ្នឹងអញ្ចឹងនៅក្នុងតទៅជាមួយនឹង main product របស់យើងគឺ unit price របស់យើងគឺ180ហើយ unit cost របស់យើង60ហើយនឹង unit gross profit របស់យើងគឺ120អញ្ចឹងយើងអាចមើលទៅបន្តទៀតតទៅជាមួយនឹងការរៀបចំការប្រឡងគឺ unit price យើង250unit cost យើង80ហើយនឹងប្រាក់ចំណេញរបស់យើងគឺ170អញ្ចឹងតទៅជាមួយនឹង cross sell product គឺយើងមាន2មាន online ហើយនិង sell textbook អញ្ចឹង online យើង unit price យើង40unit cost យើង50ហើយនឹង profit របស់យើងនឹង$35ហើយតទៅជាមួយនឹងការលក់សភៅតទៅជាមួយនឹង unit price 25 unit cost 10ហើយនឹង unit profit នឹង15តទៅជាមួយនឹង after sale service របស់យើងគឺ unit price 30 unit cost $3 unit profit គឺ$27ចឹងតើតើជាមួយនឹង slide បន្តទៀតគឺយើងនឹងនិយាយពីយុទ្ធសាស្ត្រនៅក្នុងការកំណត់តម្លៃអញ្ចឹងវិធីសាស្ត្រក្នុងការកំណត់តម្លៃរបស់ពួកយើងគឺយើងកំណត់តម្លៃយើងអាចប៉ាន់ស្មានរបស់ទាំងអស់ហ្នឹងទៅតាមយុទ្ធសាស្ត្រផ្សេងៗអញ្ចឹងយើងអាចមើលនៅក្នុងតម្លៃនៅក្នុងតារាងបានអញ្ចឹងយើងផ្ដល់ជាយុទ្ធសាស្ត្រអំពីវិនិយោគហើយក៏យើងមានដើម្បីជះឥទ្ធិពលដល់ការសម្រេចចិត្តជាពិសេសយើងក៏មានតើតើជាមួយនឹងការខ្វះខាតមួយចំនួនតើតើជាមួយនឹងលទ្ធភាពរបស់សិស្សគឺយើងផ្ដល់ជាការអំពីវិនិយោគតទៅជាមួយនឹងផ្នែកអារម្មណ៍ធនយ៉ាងណាឲ្យពួកគេទុកចិត្តហើយក៏សម្រេចចិត្តថាពួកពួកគេសិក្សានៅក្នុងកន្លែងរបស់ពួកយើងអញ្ចឹងយើងអាចមើលតម្លៃនៅក្នុងតារាងបានហើយមូលហេតុគឺនៅខាងចុងនឹងផងដែរចឹងនៅ slide បន្តទៀតយើងនិយាយពីយុទ្ធសាស្ត្រក្នុងការកំណត់តម្លៃយើងមាន CRM boring pass ហើយនិង sale ហ្នឹងដើម្បីជំរុញសកម្មភាពផ្សេងៗយើងក៏បានប្រើការបញ្ចុះតម្លៃតទៅជាមួយនឹង label ជាយុទ្ធសាស្ត្រផ្សព្វផ្សាយការលក់ដ៏សំខាន់នេះគឺបង្កើតទំនុកចិត្តសម្រាប់ឪពុកម្ដាយក្នុងការចុះឈ្មោះកូនរបស់ពួកគាត់ហ្នឹងក្នុងការរៀនហើយក៏ដើម្បីទទួលបានអត្រាល្អផងដែរអញ្ចឹងយើងអាចមើលទៅក្នុងតារាងហ្នឹងផងដែរតទៅជាមួយនឹងមានតទៅតាមខែនីមួយៗហើយនឹងឆ្នាំផងដែរអញ្ចឹងចូលដល់ slide បន្តទៀតគឺយើងតទៅជាមួយនឹងយុទ្ធសាស្ត្របែងចែកទីកន្លែងហើយនឹងបណ្ដាញផ្សេងៗផងដែរអញ្ចឹងនៅក្នុងនេះយើងប្រើគំរូតទៅជាមួយនឹង hub ហើយនឹង spoke សម្រាប់ការបែងចែកអញ្ចឹងយើងនឹងស្រាប់ថាការណាទីកទាំងអស់ហ្នឹងគឺមានសារៈសំខាន់ដែលមានសារៈភាពហើយក៏យើងអាចធ្វើឲ្យគាត់អាចចូលទៅចុះឈ្មោះឬក៏គេហៅថា walk in សម្រាប់ទៅនៅក្នុងទីក្រុងប៉ែតហើយសម្រាប់ទាំងការចុះឈ្មោះដល់ផ្ទាល់ឬក៏ចុះឈ្មោះតាមរយៈ digital មានតាមរយៈ Telegram ហើយនិង Facebook បណ្ដាញរបស់ពួកយើងគឺយើងប្រព័ន្ធជាមួយនឹងការសហការជាមួយនឹងស្ថាប័ននៅក្នុងស្រុកដូចជាសាលាអន្តរជាតិនៅប៉ែតដើម្បីផ្ដល់ជាកម្មវិធីក្រៅម៉ោងសិក្សាហើយយើងក៏បានប្រើប្រាស់បណ្ដាញ digital ដូចជាការ Zoom ហើយនិង Google Meet សម្រាប់អ្នកដែលរៀនពីចម្ងាយផងដែរហើយបន្តមកទៀតក៏នៅក្នុងនោះដែរក៏យើងបានតទៅជាមួយនឹងការចែកចាយរបស់យើងមិនមែនគ្រាន់តែជាការចែកចាយទីតាំងនោះទេប៉ុន្តែគឺជាភាពជាចង្វាក់គ្នានៃសេវាកម្មរបស់ពួកយើងគ្រប់គ្រងសម្ភារៈរបស់ពួកយើងប្រកបដោយវិជ្ជាជីវៈដល់ការប្រើប្រាស់ប្រព័ន្ធជាមួយនឹងសមត្ថភាព FIFO ហ្នឹងគឺ first in first out ហ្នឹង
ហើយដូច្នេះហើយសិស្សដែលមានសិភៅថ្មីសិស្សដែលមានសិភៅថ្មីសម្រាប់ប្រើប្រាស់សម្រាប់ដៃគូសហការរបស់ពួកយើងដូចជាសាលាអន្តរជាតិនៅប្រទេសយើងមិនត្រឹមតែផ្ដល់ការចុះឈ្មោះទៅប៉ុណ្ណោះទេក៏យើងក៏បានផ្ដល់នៅសេវាកម្មគ្រប់គ្រងពេញលេញផងដែរយើងក៏បានដល់នៅទីផ្សាររបស់ពួកយើងបណ្ដុះគ្រូបង្រៀនរបស់ពួកយើងអំពីវិធីសាស្ត្ររបស់ពួកយើងនិងការក្នុងការវិតម្លៃជាប្រចាំខែនេះធានាបានថាបទពិសោធន៍របស់សាលារបស់ពួកយើងគឺមានគុណភាពខ្ពស់ដូចគ្នាមិនថាសិស្សនៅសាខាណានោះទេឬមកក៏ដៃគូសហការទេគឺយើងធានាបានថាសិស្សនឹងទទួលបានបទពិសោធន៍ល្អហើយក៏ចូលរួមក្នុងការអនុវត្តជាប្រចាំខែដើម្បីទទួលបាននូវទំនុកចិត្តពីឪពុកម្ដាយហើយនិងសិស្សផងដែរចូលដល់ slide បន្ទាប់ទៀតគឺយើងតាក់ទងជាមួយនឹង promotion strategy របស់ពួកយើងអញ្ចឹងចំណុចសំខាន់របស់ពួកយើងហ្នឹងគឺយើងមិនគ្រាន់តែជាការផ្សព្វផ្សាយទេគឺយើងប្រើតែជាមួយនឹងសារអារម្មណ៍ឬបូករួមជាមួយនឹង digital ចម្រុះផ្សេងៗហើយនឹងបង្កើតជារូបប្រព័ន្ធផ្សេងៗ video ផ្សេងៗដើម្បីផ្លាស់ប្ដូរឪពុកម្ដាយនិងសិស្សឲ្យយល់ដឹងអំពីសាលារបស់យើងហ្នឹងហើយធ្វើយ៉ាងណាឲ្យពួកគាត់មានទំនុកចិត្តហើយចុះឈ្មោះភ្លាមៗអញ្ចឹងតាក់ទងជាមួយនឹងទី1គឺតាក់ទងជាមួយនឹងរាជាលក្ខណៈពិសេសទៅដល់ពួកគាត់អីផងដែរអញ្ចឹងពិសេសហ្នឹងគឺយើងសរសេរជាអត្ថបទច្រើនពេកយើងសរសេរជាអត្ថបទហើយយើងបានផ្ញើទៅកាន់ឪពុកម្ដាយឬមួយក៏សិស្សផងដែរដើម្បីឲ្យគាត់ទទួលបានចំណាប់អារម្មណ៍នឹងផងដែរអញ្ចឹងហើយមួយទៀតតាក់ទងជាមួយនឹងយុទ្ធសាស្ត្រអកប្បកិរិយាអញ្ចឹងនៅក្នុងនោះមាន3ជំហានទី1តាក់ទងជាមួយនឹងអារម្មណ៍ការយល់ដឹងនិងការនិយាយអញ្ចឹងយើងផ្ដោតទៅលើរឿងរ៉ាវរបស់សិស្សឪពុកម្ដាយអីផ្សេងៗផងដែរហើយមួយទៀតគឺយើងនឹងផ្ដោតទៅលើចំណេះដឹងកម្មវិធីសិក្សាគុណភាពគ្រូអីផងដែរហើយមួយទៀតគឺតាក់ទងជាមួយនឹងការនិយាយយើងអំពីនៃបេសកភាពចុះឈ្មោះឥឡូវនេះជាបន្តអីផ្សេងៗដើម្បីឲ្យតាក់ទាញចំណាប់អារម្មណ៍របស់អាណាព្យាបាលហើយឬមួយក៏សិស្សដើម្បីគាត់តាក់ទាញសិស្សគ្នាឯងចឹងបន្តមកទៀតគឺយើងតាក់ទងជាមួយនឹងការផ្សព្វផ្សាយទៅលើ channel ផ្សេងៗអញ្ចឹងយើងមាន5ជំហានឬមកគេហៅថា5ឧបករណ៍ដើម្បីឲ្យយើងសម្រេចនូវគោលដៅនឹងទី1តាក់ទងជាមួយនឹងការផ្សាយពាណិជ្ជកម្មតាក់ទងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ការឈានទៅដល់ទូលំទូលាយមួយទៀតគឺការលូកតការពិគ្រោះច្បាប់ជាមួយឪពុកម្ដាយទល់គ្នាវាថា face to face ដើម្បីកសាងទំនុកចិត្តហើយមួយទៀតតាក់ទងជាមួយនឹងការធ្វើទីផ្សារដោយផ្ទាល់ការអាប់ដេតតាម Telegram Messenger ផ្ទាល់ខ្លួនមួយទៀតតាក់ទងជាមួយនឹងទំនាក់ទំនងសាធារណៈឬក៏ការផ្សព្វផ្សាយឯកន្លែងហ្នឹងគឺយើងនិយាយពីការសិក្ខាសាលាតាមសមាគមដើម្បីបង្កើតជាឈ្មោះមួយទៀតតាក់ទងជាមួយនឹងការផ្សព្វផ្សាយនៅក្នុងការលក់កម្មចុះតម្លៃដើម្បីបង្កមានការសម្រេចចិត្តភ្លាមៗផងដែរអញ្ចឹងខាងក្រោមនេះគឺជាបាច់ចិត្តតាក់ទងជាមួយនឹងការធ្វើ promotion ផងដែរអញ្ចឹងយើងចូលដល់ចំណុចបន្តទៀតគឺតាក់ទងជាមួយនឹង HRM planning for ELSR school អញ្ចឹងនៅចំណុច6ជាមួយយើងនឹងនិយាយពីដំណើរការនៅក្នុងការជ្រើសរើសបុគ្គលិកហើយនឹងការជ្រើសរើសបុគ្គលិកអញ្ចឹងការជ្រើសរើសបុគ្គលិកជាយុទ្ធសាស្ត្រផ្អែកទៅលើការវិនិយោគតាក់ទងជាមួយនឹង JA ហើយនឹងតាក់ទងជាមួយនឹង job description JD គឺសម្រាប់គ្រូបង្រៀនរដ្ឋបាលហើយនឹងបុគ្គលិកទីផ្សារយើងត្រូវមើលទៅលើលក្ខណៈសម្បត្តិរបស់គ្រូតម្រូវរួមមានសញ្ញាបត្របជំនាញភាសាអង់គ្លេសខ្លាំងនឹងមានជំនាញបង្រៀនហើយនឹងការបង្ហាញផ្សេងៗផងដែរហើយមួយទៀតតាក់ទងជាមួយនឹងឧបករណ៍ក្នុងការជ្រើសរើសអញ្ចឹងតាក់ទងជាមួយនឹងឧបករណ៍ក្នុងការជ្រើសរើសបុគ្គលិកគឺបេក្ខជនត្រូវឆ្លងកាត់ការធ្វើត្រួតពិនិត្យការប្រឡងភាសាអង់គ្លេសវគ្គបង្រៀនបង្ហាញពីការបង្រៀននិងសម្ភារផ្ទាល់ផងដែរមួយទៀតតាក់ទងជាមួយនឹងមូលហេតុដែលថាមែននៅក្នុងការជ្រើសរើសបុគ្គលិកហ្នឹងគឺយើងជ្រើសរើសដោយផ្អែកទៅលើជំនាញចំណេះដឹងនិងអកប្បកិរិយាហើយនិងវិជ្ជាជីវៈផ្សេងៗជំរួមទាំងការធ្វើការងារជាក្រុមផងដែរចូលដល់ slide បន្ទាប់ទៀតគឺយើងនិយាយពីការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍឬពីកថា TNT អញ្ចឹងការដំណងទិសបុគ្គលិកថ្មីត្រូវតែរៀបចំគោលនយោបាយរបស់សាលាទម្លាក់នៅក្នុងថ្នាក់រៀននិងស្តង់ដារសេវាកម្មរបស់បេក្ខជនមួយទៀតតាក់ទងជាមួយនឹងសិក្ខាសាលាវគ្គផ្ទាល់ក្នុងការប្រចាំខែស្ដីពីការគ្រប់គ្រងថ្នាក់រៀននិងវិធីសាស្ត្រក្នុងការបង្រៀនមួយទៀតតាក់ទងជាមួយនឹងការរីកចម្រើនរបស់មិត្តភ័ក្តិគឺកន្លែងហ្នឹងគឺយើងនឹងនិយាយពីការលើកទឹកចិត្តការសង្កេតរបស់មិត្តភ័ក្តិដែលគ្រូបង្រៀនឬក៏ពីគ្រូបង្រៀនគឺក៏បុគ្គលិកចំពោះនិយាយពីតំណែងនៅក្នុងនឹងផងដែរហើយក៏មួយទៀតតាក់ទងជាមួយនឹងការបណ្ដុះបណ្ដាលផ្នែករដ្ឋបាលគឺការបណ្ដុះបណ្ដាលសមាគមនីតិជនឯកទេសសម្រាប់បុគ្គលិកនៃទទួលភ្ញៀវដើម្បីដោះស្រាយនូវសំណួរដែលឪពុកម្ដាយហើយប្រកបដោយវិជ្ជាជីវៈផងដែរចឹងចូលដល់ slide បន្ទាប់ទៀតគឺយើងនិយាយពីការអនុវត្តហើយនិងទំនាក់ទំនងរវាងបុគ្គលិកអញ្ចឹងក្នុងការអនុវត្តគឺយើងការប្រើប្រាស់នៅចលករក្នុងការអនុវត្តតាក់ទងជាមួយនឹង KPIS ដើម្បីតាមដានការស្តង់ដារនៅក្នុងការរៀបចំមេរៀនវត្តភាពរបស់សិស្សនិងការចូលរួមហើយមួយទៀតគឺតាក់ទងជាមួយនឹងផ្លូវអាជីវកម្មអញ្ចឹងកន្លែងហ្នឹងគឺយើងនិយាយពីវត្តភាពច្បាស់លាស់ពីគ្រូបង្រៀនថ្នាក់ទាបទៅគ្រូបង្រៀនខ្ពស់ហើយនិងពីអ្នកសម្របសម្រួលផ្នែកសិក្សាផ្សេងៗមួយទៀតតាក់ទងជាមួយនឹងវប្បធម៌ការងារការលើកកម្ពស់ការងារជាក្រុមតាមរយៈកិច្ចការប្រចាំខែនិងប្រតិបត្តិការសង្គមផ្សេងៗដើម្បីចែករំលែកគំនិតនិងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាមួយទៀតតាក់ទងជាមួយនឹងតំណែងបើកចំហកន្លែងហ្នឹងគឺពួកយើងនឹងនិយាយមានការប្រើប្រាស់ការជជែកគ្នាជាក្រុមទម្រង់កែ
លំអផ្សេងៗដើម្បីរក្សាគម្លាតរវាងធនធានមនុស្សជាមួយនឹងបុគ្គលិកផងដែរចូលដល់ស្នាមសុខទៀតយើងនឹងនិយាយពីដៃគូយុទ្ធសាស្ត្រធ្វើការជាមួយអ្នកគ្រប់គ្រងផ្នែកផ្សេងៗអញ្ចឹងក្នុងនាមជាដៃគូយុទ្ធសាស្ត្រនាយកដ្ឋានធនធានមនុស្សនៅសាលារបស់យើងហ្នឹងគឺមានការបដូរលើពីរដ្ឋបាលមូលដ្ឋានដើម្បីជំរុញកំណើននិងគុណភាពរយៈពេលវែងរបស់សាលាតាមរយៈគោលដៅចំនួន4ទី1គឺការផ្លាស់ប្ដូរក្នុងសង្គមយុទ្ធសាស្ត្ររបស់បុគ្គលិកកិច្ចសហការឆ្លងនាយកដ្ឋាននិងការអភិវឌ្ឍគោលនយោបាយនិងការរក្សាបុគ្គលិកមួយទៀតគឺទាក់ទងជាមួយនឹងការកែលម្អដែលជំរុញដល់មានទិន្នន័យចឹងតើតើជាមួយនឹង6.6គឺនិយាយអំពីការគ្រប់គ្រងនិងការផ្លាស់ប្ដូរនៃសម្រាប់ខ្លួនតើតើជាមួយនឹងសេដ្ឋកិច្ចបច្ចេកវិទ្យានិងសង្គមអញ្ចឹងនៅសាលា ESL ធនធានមនុស្សចឹងគឺជាស្ពានរវាងប្រតិបត្តិការនាពេលបច្ចុប្បន្ននិងកំណើននាពេលអនាគតចឹងយើងធានាបានថាសាលានៅតែមានការគូបចេញទៅលើវិស័យសំខាន់ចំនួន3ដែលមានការផ្លាស់ប្ដូរទាក់ទងជាមួយនឹងការរួមបញ្ចូលនៅបច្ចេកវិទ្យាភាពរហ័សរហួនផ្នែកទីផ្សារនិងការសិក្សាហើយនិងការបញ្ជាក់ពីអនាគតនិងការពង្រីកផងដែរអញ្ចឹងចូលដល់ស្លាយតទៅទៀតយើងនិយាយពីការពណ៌នាពីការងារនិងការវិភាគការងារអញ្ចឹងទូនាទីរបស់យើងត្រូវបានកំណត់យ៉ាងច្បាស់លាស់ទៅតាមមុខតំណែងមួយៗ department មួយហើយយើងត្រូវដោះស្រាយអីខ្លះអញ្ចឹងឧទាហរណ៍ដូចជាគ្រូបង្រៀនរបស់យើងមានទំនួលខុសត្រូវក្នុងការរៀបចំផែនការនិងផ្ដល់ជាសេវាកម្មខណៈពេលដែលអ្នកគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុរបស់យើងគឺដោះស្រាយប្រតិបត្តិការប្រចាំថ្ងៃបញ្ជីបើកប្រាក់ខែនិងសម្ភារៈសាលារៀនបុគ្គលិកទីផ្សារផ្ដោតទៅពិសេសទៅលើការផ្សព្វផ្សាយកម្មវិធីផ្សេងៗការគ្រប់គ្រងវត្តមានទាក់ទងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកយើងផ្សេងៗផងដែរអញ្ចឹងសាលារបស់ពួកយើងគឺមានការបែងចែកទៅតាមជំនាញទៅតាម department ច្បាស់លាស់យើងអាចមើលបន្ថែមនៅក្នុងតារាងនឹងផងដែរអញ្ចឹងកន្លែងនេះគឺយើងនឹងនិយាយពីអញ្ចឹងកន្លែងនេះតួនាទីហើយនឹងអីដែលគាត់ត្រូវទៅដោះស្រាយទាក់ទងជាមួយនឹង market sell manager អញ្ចឹងយើងអាចមើលនៅក្នុងតារាងនឹងបានថាពួកគាត់ធ្វើអីខ្លះហើយពួកគាត់ត្រូវដោះស្រាយអីខ្លះដូចជាបានរៀបរាប់នៅខាងលើពីមុនអញ្ចឹងអានេះគឺជាតារាងបន្ថែមមកទៀតទាក់ទងជាមួយនឹងអ្នកនៅខាង admin financial management ហើយនឹង sales ហើយនឹង admin នៅក្នុង office ហើយស្លាយបន្តទៀតគឺយើងនឹងនិយាយពីតួនាទីរបស់គ្រូ full time តើគាត់ទៅធ្វើអីខ្លះគាត់ត្រូវដោះស្រាយអីខ្លះផងដែរអញ្ចឹងយើងអាចមើលនៅក្នុងតារាងនឹងបានអានេះតើតើជាមួយនឹងគ្រូបរិញ្ញាបត្រ part time ថាតើពួកគាត់ទៅធ្វើអីខ្លះគាត់ដោះស្រាយអីខ្លះយើងអាចមើលបន្ថែមនៅក្នុងនោះបានអានេះតួនាទីមួយផ្សេងទៀតតើជាមួយនឹងខាងបុគ្គលិកផងដែរចឹងស្លាយបន្តទៀតគឺយើងនឹងនិយាយពីការគ្រប់គ្រងហើយនឹងដំណើរការរបស់ពលកម្មអញ្ចឹងកន្លែងនេះគឺ department មួយដែលយើងជ្រើសរើសបុគ្គលិកផ្សេងៗផងដែរអញ្ចឹងដូចជាយើងអាចមើលនៅក្នុងតារាងនោះបានដែរមានពីខែមករារហូតដល់ខែធ្នូអញ្ចឹងកន្លែងណាដែលមានពាក្យថា hearing មានន័យថាយើងកំពុងតែត្រូវការអញ្ចឹងដូចជាឧទាហរណ៍នៅក្នុងកន្លងទី1និយាយពី GM គឺ General Manager ដែលនៅក្នុងខែ April ហ្នឹងគឺយើងត្រូវការឲ្យតាក់ទងជាមួយនឹងចំណុចទី4តាក់ទងជាមួយនឹងទីគ្រូហ្នឹងគឺពួកយើងកំពុងតែមានដំណើរការយើងកំពុងតែរៀប plan នៅក្នុងការរើសផងដែរជំរាបសួរលោកគ្រូក៏ដូចជាសួស្តីទាំងអស់គ្នាចូលដល់ចំណុចទី7គឺនិយមពី financial plan ទាំងអស់គ្នាបានដឹងហើយថា financial plan គឺជាចំណុចមួយដែលសំខាន់នៅក្នុងការដែលពួកយើងធ្វើការចាត់ចែងរៀបចំថវិកាមួយចំនួនដើម្បី start នៅ business របស់យើងផងដែរអញ្ចឹងផែនការហិរញ្ញវត្ថុវាជាផែនការបែបម៉េចផែនការហិរញ្ញវត្ថុរបស់យើងគឺយើងពាក់ព័ន្ធដំបូងគឺយើងពាក់ព័ន្ធនឹងចំណាយដំបូងរបស់ពួកយើងបន្ទាប់មកយើងចាប់ផ្ដើមធ្វើការគ្រប់គ្រងនៅសាច់ប្រាក់របស់សាលារបស់យើងហើយខ្ញុំនឹងធ្វើការបញ្យល់ទៅតាមឆ្នាំមួយទៅតាមតារាងមួយដើម្បីឲ្យងាយស្រួលយល់ហ្នឹងហើយដំបូងគឺចាប់ផ្ដើមពី startup cost បន្ទាប់មកដល់ចំណាយថ្លៃចំណាយទៅលើប្រតិបត្តិការប្រាក់ចំណូលប្រចាំខែក៏ដូចជាការព្យាករទៅលើប្រាក់ចំណូលក៏ដូចជារបាយការណ៍ចំណេញខាតក៏ដូចជាតារាងតុល្យការផងដែរអញ្ចឹងឲ្យពួកយើងបានបញ្ជាក់ផងដែរថាសាលារបស់យើងគ្រោងនឹងវិនិយោគប្រាក់ដើមទុនចំនួន$50,000ទៅលើការបោកនៅសាលានឹងផងដែរហើយប្រាក់ចំណូលដែលយើងប៉ានស្មានហ្នឹងវាអាចនឹងកើនឡើងទៅពី10%នៅឆ្នាំទី2ទី3ខណៈដែលចំណាយប្រតិបត្តិការពួកយើងក៏ estimate ទៅថាវាអាចកើនឡើង5%ទៅចុះនៅក្នុងឆ្នាំទី2ទី3ហ្នឹងផងដែរអញ្ចឹងចូលដល់ចំណុចបន្ទាប់តាក់ទងនឹង financial plan ដែលពួកយើងចង់បង្ហាញអំពី startup cost របស់ពួកយើងអញ្ចឹងstartup cost របស់ពួកយើងគឺពួកយើងចំណាយទៅលើ item មួយចំនួនដែលយើងបានរាយហើយតាក់ទងនឹងថ្លៃជួលពួកយើងអត់គិតទេដោយសារតែយើងមានទីតាំងច្បាស់លាស់ទីតាំងខ្លួនឯងផ្ទាល់ yesចឹងហើយយើងគិតទៅលើតែឲ្យគ្រឿងសង្ហារឹមក៏ដូចជាឧបករណ៍ផ្សេងៗដែលយើងទិញយកដាក់ចូលក្នុងសាលាបរិក្ខារបច្ចេកវិទ្យាផ្សេងៗដូចជា computer laptop ម៉ាស៊ីន print អីចឹងទៅហើយក៏ដូចជាការដែលយើងត្រូវធ្វើ marketing តិចតួចដែរដើម្បីឲ្យគេស្គាល់ពីសាលារបស់យើងហើយមួយទៀតគឺការតាក់ទងនឹងថ្លៃចុះបញ្ជីអញ្ចឹងសរុបជារួមទាំងប្រមាណ item ដែលពួកយើងរាយមកហ្នឹងទៅយើងអាច estimate ទៅលើតម្លៃវាអាចត្រូវចំណាយរហូតដល់$5,754ផងដែរហ
ហើយអយបើចូលដល់ចំណុចបន្ទាប់តាក់ទងនឹង operating cost និងកន្លែងហ្នឹងផងដែរគឺយើងធ្វើការបែងចែកទៅតាម item មួយចំនួនទី1គឺតាក់ទងទៅថ្លៃទៅលើថ្លៃ billing ថ្លៃ salary របស់គ្រូថ្លៃ maintenance ជួសជុលតិចតួចថ្លៃទឹកភ្លើងថ្លៃ advertising ផ្សេងៗក៏ដូចជាថ្លៃសភៅថ្លៃ material ផ្សេងៗហើយយើងមានត្រូវមាន cost សម្រាប់ train school ដែលគាត់ต้องចូលសេវាអ៊ីនធឺណិតក៏ដូចជាការជួលផ្សេងផងដែរអញ្ចឹងថ្លៃចំណាយកន្លែងហ្នឹងបើយើងអាចធ្វើការ estimate ថាអូខេក្នុងមួយខែហ្នឹងយើងចំណាយអស់ប៉ុន្មានអញ្ចឹងក្នុងមួយខែហ្នឹងយើងចំណាយអស់$3,836ហើយយើងធ្វើការ estimate ឲ្យវាកើន5%ចំណាយហ្នឹងនៅឆ្នាំទី2ទី3ហ្នឹងគឺឆ្នាំទី2គឺ$48,844នៅឆ្នាំទី3បន្ទាប់គឺ$51,118អញ្ចឹងយើងធ្វើការ estimate ទៅតាមតម្លៃដែលយើងធ្វើការព្យាករណ៍ថាអូខេវាកើនឡើងដល់5%នៅឆ្នាំទី2ឬក៏ទី3ចូលដល់ចំណុចបន្ទាប់គឺយើងចង់និយាយអំពី revenue projection ឬមានថាចំណូលដែលយើងហូបបានការព្យាករណ៍ទៅលើចំណូលដែលយើងហូបបានពីការបើកសាលាហ្នឹងអញ្ចឹងកន្លែងហ្នឹងខ្ញុំធ្វើការ estimate ដែរដោយសារសាលារបស់ខ្ញុំដោយតែបានមិត្តភក្តិខ្ញុំបានធ្វើការបកស្រាយអញ្ចឹងថាពួកយើងធ្វើការខុសទៅលើ cost level មួយដូចជា foundation year beginning elementary pre intermediate intermediate upper intermediate រហូតដល់ advanced អញ្ចឹងហើយយើងក៏ធ្វើការ estimate ទៅលើចំនួនសិស្សថាអូខេពេលដែលគាត់ចូលដំបូងហ្នឹងបានអ្នកដូចតែ5អ្នកគឺយើងដាក់ឲ្យវាថេគឺ15អ្នកទាំងអស់អញ្ចឹង cost ដែលយើងគិតហ្នឹងក្នុងមួយខែ3ខែហ្នឹងប្រហែលអញ្ចឹង3ខែហ្នឹងយើងគិតវា$68អញ្ចឹងប៉ុន្តែយើងអាចគិតទៅតាមម៉ោងមួយចំនួនដែរដោយសារគាត់រៀនទៅតាមម៉ោង1ម៉ោង2ម៉ោងឬក៏3ម៉ោងអីចឹងទៅអញ្ចឹងយើងអាចដឹងពី monthly fee របស់យើងសម្រាប់ទៅលើ foundation year ហ្នឹងគឺ$23អញ្ចឹងវាបន្តរហូតដល់ advance monthly fee របស់យើងគឺថេបើសិនជាកាលនេះគាត់បង់មួយខែគឺ$71ឲ្យបង់រយៈពេលមួយខែ$71យើងទទួលបានប៉ុណ្ណឹងប៉ុន្តែ cost យើងវាមានរយៈពេល3ខែអញ្ចឹងតម្លៃប៉ុណ្ណឹងវាអាចអង្គុនថែមតទៀតអញ្ចឹងហើយយើងអាចរកឃើញពី monthly revenue របស់យើងពីថ្លៃដែលយើងបរៀនហ្នឹងគឺសរុបទៅមួយខែអាចរកចំណូលបានចន្លោះពីអាចនឹងខ្ទង់$4,375អញ្ចឹងយើងធ្វើការ estimate ទៅឃើញថាមួយឆ្នាំយើងអាចរកចំណូលបានមួយឆ្នាំមួយខែអាចរកចំណូលបាន$4,375ហើយមួយឆ្នាំយើងអាចរកបាន$52,500ហើយយើងធ្វើការ estimate ថាវាអាចនឹងកើន5%បន្តទៀតពីឆ្នាំទី2ទី3អញ្ចឹងយើងអាចឃើញចំនួនថាឆ្នាំទី2អាចកើនដល់$57,750ឆ្នាំទី3$63,525ចូលដល់ចំណុចបន្ទាប់គឺនិយាយអំពីរបាយការណ៍ចំណេញខាតរបស់សាលារបស់យើងដែរអញ្ចឹងរបាយការណ៍ចំណេញខាតយើងបង្ហាញអំពីចំណូលក៏ដូចជាចំណាយរបស់សាលាយើងក្នុងរយៈពេលណាមួយអញ្ចឹងសម្រាប់ឆ្នាំទី1សាលាយើងទទួលបានប្រាក់ចំណេញសុទ្ធប្រមាណជាង$693អញ្ចឹង$693ហ្នឹងគឺយើងដកពន្ធចេញ3%ផងដែរមានន័យយើងអត់គិតពន្ធយើងគិតពន្ធ3%វា$21អញ្ចឹងចំណូលយើងវាអាចចំណេញ$114អញ្ចឹងយើងអាចឃើញថាឆ្នាំទី1គឺយើងរកបាន600មានចំណេញហ្មងចំណេញសុទ្ធហ្នឹង$693ហើយឆ្នាំទី2យើងអាចរកប្រាក់ចំណេញសុទ្ធ$6,190និងឆ្នាំទី3យើងអាចរកឃើញប្រាក់ចំណេញសុទ្ធប្រមាណជាង$6,560អញ្ចឹងតាមរយៈនៃការដែលយើងធ្វើការ generate ឬក៏ធ្វើការ estimate ទៅលើ revenue ក៏ដូចជា operating cost របស់ពួកយើងអញ្ចឹងយើងអាចដឹងបានថាយើងចំណេញបានប៉ុណ្ណាបន្ទាប់ពីយើងកាត់ពន្ធហើយចូលដល់ចំណុចបន្ទាប់គឺយើងបានធ្វើ balance sheet ផងដែរគឺចង់និយាយអំពីតារាងតុល្យការដែលបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់យើងផងដែរអញ្ចឹងយើងអាចធ្វើការ estimate ទៅគឺ total asset របស់យើងសម្រាប់ឆ្នាំទី1ដែលយើងត្រូវមានហ្នឹងគឺវា$60,000ជាង yes ហើយឆ្នាំទី2$50,000ជាងហើយឆ្នាំទី3$60,000ជាងអញ្ចឹងយើងអាចធ្វើការកំណត់រួមទៅថា liability របស់យើងគឺliability របស់យើងគឺ$60,000ជាងហើយឆ្នាំទី2វា$50,000ជាងឆ្នាំទី3$60,000ជាងដូចគ្នាប៉ុន្តែក្នុងកន្លែងនោះដែរខ្ញុំចង់បង្ហាញថាថតចំពោះ asset ដែលពួកខ្ញុំយកមកប្រើនោះវាច្រើនគឺខ្ញុំផ្ដោតទៅលើរបៀបឧបករណ៍សិក្សារបស់ពួកខ្ញុំដែលខ្ញុំត្រូវចំណាយហើយសាច់ប្រាក់មួយចំនួនតិចតួចដែរសាច់ប្រាក់ដូចជា petty cash ដែលខ្ញុំត្រូវយកមកចំណាយផ្សេងផងដែរហើយចំពោះបំណុលគឺពួកខ្ញុំអត់ទាន់មានទេព្រោះដោយសារតពួកខ្ញុំព្យាយាមយកនៅyes អ្វីដែលពួកខ្ញុំធ្លាប់មានស្រាប់ដូចជាតាក់ទងនឹងផ្ទះដីអីចឹងអាហ្នឹងពួកខ្ញុំមានស្រាប់ចឹងពួកខ្ញុំគិតថាខ្ញុំអត់ទាន់បានគិតចូលក្នុង liability ទេប៉ុន្តែមូលធនដើមរបស់ខ្ញុំគឺខ្ញុំចង់បញ្ជាក់ថាមូលធនដើមរបស់ខ្ញុំគឺ$50,000អញ្ចឹងកន្លែងហ្នឹងគឺខ្ញុំអាចធ្វើការ estimate តទៅនឹង balance sheet ក្នុងកន្លែងហ្នឹងដែរអរគុណចំពោះចំណុច financial plan គឺមានតែប៉ុណ្្នឹងទេអរគុណច្រើនក៏ដូចជាសួស្តីទាំងអស់គ្នាចូលដល់ចំណុចបន្ទាប់ទៀតគឺនិយាយអំពី strategy implementation ដែលពួកខ្ញុំនឹងលើកយកពីចំណុចសំខាន់ៗមកធ្វើការបកស្រាយទី1គឺ sales department ហើយនិង administrations
ត្រង់ចំណុចទៅនេះផងដែរគឺចង់និយាយអំពី self dependent ដែលពួកយើងត្រូវធ្វើការពិនិត្យទៅលើទី1គឺទៅលើ level manager level គឺដែលតាក់ទងទី1នឹងផងដែរគឺចង់បង្ហាញអំពីថាអូខេយុទ្ធឋានលក់ហ្នឹងគាត់ត្រូវរាយការណ៍យ៉ាងច្បាស់ឬគឺដើម្បីបង្ហាញអំពីសមិទ្ធផលក៏ដូចជាសកម្មភាពមួយចំនួនដើម្បីធ្វើការគ្រប់គ្រងទៅលើការសម្រេចចិត្តរបស់យើងជាម្ចាស់ហើយរបាយការណ៍ហ្នឹងត្រូវបានបែងចែកចេញជា2កម្រិតទៅទី1គឺនិយាយអំពីតាក់ទងនឹង management level ហើយនឹងចំណុចបន្ទាប់ទៀតផងដែរដែលតាក់ទងទៅនឹងកម្រិតបុគ្គលិកលក់អញ្ចឹងសម្ពោធកម្រិតអ្នកគ្រប់គ្រងគឺពួកយើងពិនិត្យប្រចាំទៅមើលទៅលើរបាយការណ៍ផែនការថវិកាដែលតាក់ទងទៅនឹង budget plan report ដែលពួកយើងធ្វើការរៀបមកហ្នឹងថាតើវាមាន student enrollment revenue ហ្នឹងប៉ុន្មានហើយ marketing ដែលយើង expand ហ្នឹងប៉ុន្មាន promotion cost ដែលយើងប្រើហ្នឹងប៉ុន្មានអញ្ចឹងយើងអាចធ្វើការcalculate តាក់ទងទៅនឹង total ទៅគឺយើងដូចបង្ហាញនៅក្នុង slide គឺវាអាចអំពី1850នឹងអាចនឹងវាមាន more different ដែរគឺអាចដក150នឹងផងដែរអញ្ចឹងឧទាហរណ៍ថាបើសិនជាចំនួនសិស្សចុះឈ្មោះចុះឈ្មោះអញ្ចឹងយើងអាចដឹងអំពីយើងអាចដឹងអំពីចំនួនសិស្សចុះឈ្មោះយើងអាចដឹងអំពីប្រាក់ចំណូលរបស់ប្រាក់ចំណូលដែលយើងអាចទទួលបានថ្លៃទីផ្សារដែលយើងត្រូវធ្វើការចំណាយក៏ដូចជាស្ថានភាពថាវាលើសប៉ុន្មានវាខ្វះប៉ុន្មានអីចឹងទៅ so ចូលដល់ចំណុចបន្ទាប់គឺយើងនិយាយអំពី lost customer report and how the report look like អញ្ចឹងយើងចង់បង្ហាញអំពីមូលហេតុដែលអតិថិជនហ្នឹងគាត់អត់ចុះឈ្មោះទៅលើឬក៏គាត់អត់ចុះឈ្មោះចូលរៀនសាលាយើងឬក៏អត់បង់ការសិក្សាយើងអាចមានការកែសម្រួលទៅតាមនឹងដែរថាមិនចឹងទៅអញ្ចឹងត្រង់កន្លែងហ្នឹងគឺយើងអាចធ្វើការយល់ដឹងអំពីតម្លៃសិក្សាយើងអាចសិក្សាទៅលើតម្លៃរបស់យើងថាអូខេតម្លៃរបស់យើងវាខ្ពស់ពេកមែនឬក៏យើងត្រូវការកាត់បន្ថយតម្លៃរបស់យើងមកវិញអញ្ចឹងជួនកាលគេអាចគិតថាសាលាផ្សេងវាអាចbetterជាងយើងចឹងកន្លែងហ្នឹងក៏យើងត្រូវយកមកសិក្សាដើម្បីធ្វើការយល់ដឹងក៏ដូចជាមានវិធានការផ្សេងៗដែលត្រូវធ្វើឬក៏ដូចជាធ្វើការ update ទៅលើ business ផងយើងផងដែរតើតោងសាលារៀនដែលយើងបង្កើតនឹងដូចគ្នាអញ្ចឹងចូលដល់ចំណុចបន្ទាប់គឺយើងនិយាយអំពីសកម្មភាពលក់ក៏ដូចជាការគ្រប់គ្រងទៅលើផងយើងបាត់មិនគឺនិយាយអំពី sales executive អញ្ចឹងយើងអាចធ្វើការស្តង់មតិទៅបានថាអូខេស្តង់ដាររបស់យើងគឺយើងបុគ្គលិកម្នាក់ៗគាត់គឺត្រូវតែមានតំណែងជាមួយនឹងអតិថិជន5នាក់ក្នុងមួយថ្ងៃមានន័យថាគាត់អាចនឹងមាន communication ជាមួយនឹងបេដារបស់សិស្សឬក៏គាត់អាចនឹងមានjoin នៅក្នុងសហគមន៍ផ្សេងៗដើម្បី get the customer ពីចំណុចហ្នឹងផងដែរអញ្ចឹងយើងអាចគាត់អាចធ្វើការរាយការណ៍ពីសកម្មភាពរបស់គាត់ប្រចាំថ្ងៃដូចជាតើគាត់ទទួលបាននៅអតិថិជនថ្មីប្រហែលចុះឈ្មោះក្នុងមួយថ្ងៃហ្នឹងប្រហែលហើយយើងមានយុទ្ធសាស្ត្រអតិថិជនមួយទៀតគឺធ្វើការដានទៅលើអាណាព្យាបាលហេតុអីបានគាត់អត់ចុះឈ្មោះចូលរៀនសាលាយើងហើយតាក់ទងនឹងតើវាតាក់ទងទៅនឹងបញ្ហាតម្លៃឬក៏ពេលវេលាឬក៏ទីតាំងឬក៏មិនដែរហើយយើងធ្វើការផ្ដោតទៅលើ conversation ឬធ្វើការវាស់វែងទៅលើថាតើមានសកម្មភាព online ធ្វើការកាក់សាក់សួរធ្វើការ call ទៅសួរគាត់ថាតាក់ទងនឹងបញ្ហាផ្សេងៗផងដែរអញ្ចឹងយើងក៏អាចធ្វើការ estimate ថាអូខេតើសមិទ្ធផលនៃការលក់យើងហ្នឹងក្នុងមួយឆ្នាំហ្នឹងយើងទទួលបានប្រមាណ yes យើងអាចធ្វើការ estimate ទៅវាអាចចន្លោះពី $15,000 ទៅ $20,000 ដែរហើយតើទីផ្សាររបស់យើងហ្នឹងយើងវាអាចនឹងមានការកើនឡើងឬក៏វាមានការថយចុះប៉ុន្មានភាគរយដែរអញ្ចឹងយើងធ្វើការ estimate ត្រឹម 10% ដែលយើងធ្វើការសិក្សាឬក៏ធ្វើការបើកនៅទីក្រុងប៉ោយប៉ែតហ្នឹងផ្ទាល់អញ្ចឹងគោលដៅឆ្នាំទី2របស់យើងក៏ចង់បង្កើនចំនួនសិស្សឲ្យឡើងទៅដល់មក30% 20% ផងដែរហើយយើងក៏ចង់ឲ្យម៉ាកយីហោសាលារៀនរបស់យើងហ្នឹងវាមាន credit បន្ថែមទៀតដល់ 30% ហើយយើងក៏មានធ្វើការនៅ build នៅ KPI សម្រាប់ឲ្យធ្វើការស្ទង់នៅអេយ៉ាប័តរបស់បុគ្គលិករបស់យើងថាតើគាត់មាន take care គាត់មានយកចិត្តទុកដាក់ជាមួយនឹងសិស្សហើយគាត់ឲ្យមានការចូលទៀងទាត់អត់គាត់មានការឲ្យមករៀនបន្ថែមទាក់ទងនឹងការបរៀនបន្ថែមផ្សេងៗអីអត់ដែរកន្លែងហ្នឹងហើយឲ្យចូលដល់ចំណុចបន្ទាប់ផងដែរយើងអាចធ្វើការសន្និដ្ឋានបានពីរបាយការណ៍នាយកដ្ឋានរដ្ឋបាលដែលទាក់ទង administration ហើយនិង HR department ផងដែរអញ្ចឹងថងកន្លែងហ្នឹងគឺយើងបានបង្ហាញដែរថា staff របស់យើងម្នាក់ដែល HR របស់យើងម្នាក់ដែលគាត់នឹងមានតួនាទីធ្វើការបំពេញទាក់ទងទៅនឹងរបាយការណ៍ដើម្បីធ្វើការតាមនៅសមិទ្ធផលរបស់បុគ្គលិកដូចជាវត្តមានការងារការបំពេញភារកិច្ចតាម KPI សមិទ្ធផលការងារនិងស្ថានភាពផងដែរអញ្ចឹងជាមតិរួមតើគាត់មានអេយ៉ាបតក៏ដូចជាការកែតម្រូវបែបម៉េចគឺយើងអាចបង្ហាញតាមរយៈឲ្យយុវដ្ឋានរដ្ឋបាលរបស់យើងដែលគាត់ធ្វើការជួយក្នុងការគ្រប់គ្រងក៏ដូចជាវិតម្លៃការងារដើម្បីបង្កើនប្រសិទ្ធភាពបុគ្គលិកនិងធ្វើការកែលម្អសាលារៀន ALSL របស់យើងឲ្យមានប្រសិទ្ធភាពខ្ពស់ជាងនឹងផងដែរសរុបជារួមទៅថងកន្លែងនេះក៏យើងផ្ដោតទៅលើ inventory ក៏ដូចជា teaching material report ដែលពួកយើងមានថាអូខេតកតងនឹង English book របស់យើងគឺ condition របស់យើងក៏យើងត្រូវការច្រើនហើយ whiteboard projector អីក៏យើងត្រូវការច្រើនដែរប៉ុន្តែវានៅធូរលោដែរពួកយើងផលបើសិនជាឧបករណ៍នេះមានកូដកាត់អីយើងអាចមានកញ្ចប់ថវិកាផ្សេងៗដើម្បីឲ្យ support ទៅត្រង់កន្លែងហ្នឹងដែរ
so តើតើនឹង operation administration report ហ្នឹងយើងមាន class schedule teacher allocation ហើយ student registration ហ្នឹងគឺយើងនៅមានបញ្ហាតើតើនឹង teacher allocation ដែរប៉ុន្តែចំពោះ class schedule យើងគឺ it's very good ហើយព្រោះយើង prepare បានទៅតាម full time ឲ្យដែលសិស្សគាត់ចូលរៀន full time ឬក៏ part time ទៅតាមនឹងដែរផងដែរឲ្យចូលដល់ចំណុចចុងក្រោយឲ្យជាសរុបជារួមមកពួកយើងចង់ឲ្យសាលារៀនរបស់ពួកយើងជាសាលារៀនមួយដែលជួយដល់សិស្សក្នុងការបណ្ដុះបណ្ដាលនៅជំនាញភាសាអង់គ្លេសរបស់គាត់ដើម្បីឲ្យគាត់អាចប្រើប្រាស់បានអាចឲ្យគាត់ប្រើប្រាស់ក្នុងអាជីពសិក្សារបស់គាត់អាច communication ជាមួយនឹងជនបរទេសហើយពួកយើងក៏នឹងផ្ដល់នៅឲ្យគុណភាពនៃការអប់រំជាមួយនឹងតម្លៃដ៏សមរម្យដើម្បី support ទៅលើ environment នៃការសិក្សានឹងឲ្យកាន់តែប្រសើរឡើងសម្រាប់សិស្សដែលគាត់មានបំណងចង់មកសិក្សាភាសាអង់គ្លេសនៅសាលារបស់យើងផងដែរ